តើតងជាមួយនឹងសាច់រឿងទី1នេះគឺបានការចែកម្លែកមកពីប្រិយមិត្តរបស់យើងម្នាក់តែគ្រាន់តែតើតងជាមួយនឹងរឿងនេះគឺមិនមែនជាគាត់ជាអ្នកជួបផ្ទាល់ទេគឺឪពុករបស់គាត់ណាហើយពាក់ព័ន្ធជាមួយនឹងរឿងនេះវាបានកើតឡើងនៅក្នុងឆ្នាំ2000ជាងដែលឪពុករបស់គាត់ហ្នឹងគឺគាត់ជាអ្នករត់ម៉ូតូកង់3អូសលម៉កកង់3អញ្ចឹងណាបងប្អូនអរគ្នាហើយក្នុងករណីការលងបន្លាចនេះដែរគឺជាការលងបន្លាចបែបបដគ្នាម្ដងហើយមួយទៀតប៉ារបស់បងប្រុសម្ចាស់សាច់រឿងនេះគឺគាត់ជាអ្នករត់លម៉កកង់3ហ្នឹងគឺដល់យប់មែនតើលោតដល់ម៉ោង1ម៉ោង2ម៉ោង3យប់អីទើបគាត់មកដល់ផ្ទះមានយប់មួយប៉ារបស់គាត់នឹងខ្ទង់ម៉ោង11ទៅ12យប់គឺគាត់បានដឹកមនុស្សស្រីមកក្រុមមានគ្នាចំនួន4ទៅ5នាក់គឺដឹកចេញពីកោះពេជ្រទៅកាស៊ីណូមួយកន្លែងបើតាមខ្ញុំគិតតើតើមួយការលងបន្លាចសាច់រឿងដែលគាត់បានចែកម្លែកមកនេះគឺមិនមែនខ្ទង់2000ស្ដើងទេខ្ទង់2000ក្រាស់អីហើយព្រោះក្នុងហ្នឹងគឺឃើញថាមានកោះពេជ្រមានអីហើយណាអាចនឹងចំនួនហ្នឹងគឺមិនទាន់ដល់អាកន្លែងហេតុការណ៍ដែលកោះពេជ្រមានករណីជន់គ្នាស្លាប់ប្រហែល100នាក់នោះអាចនឹងមិនទាន់ដល់ពេលហ្នឹងទេអាចនឹងមុនហ្នឹងអញ្ចឹងណាការលងបន្លាចដែលបងប្រុសចាស់សាច់រឿងគាត់ចែកម្លែកពីរឿងរបស់ប៉ាគាត់អ្នករត់ដប់លម៉កកង់3ហ្នឹងណាជាអាចខ្ទង់កោះពេជ្រគេអាចទៅតែសាងសង់ថ្មីអញ្ចឹងទៅកំឡុងពេលដែលគាត់រត់ដប់ដឹកមនុស្សស្រីមកក្រុមចំនួន4ទៅ5នាក់ហ្នឹងណាពេលហ្នឹងប៉ារបស់បងទីនេះដែលបងជាម្ចាស់សាច់រឿងហ្នឹងគាត់កំពុងតែជិះលម៉កសោកអញ្ចឹងទៅក៏ស្រាប់តែឃើញមនុស្សស្រីចំនួនមួយក្រុមដែលមានគ្នាចំនួន4ទៅ5នាក់ក៏បានបក់ដៃហៅលម៉ករបស់គាត់ហើយគាត់ក៏ឈប់អញ្ចឹងទៅហើយមនុស្សស្រីទាំងម៉ាអ្នកហ្នឹងក៏បានឡើងទៅលើលម៉កកង់3របស់គាត់ហើយគេឡើងជិះបែបធម្មតាអញ្ចឹងទៅហើយប៉ារបស់បងទីហ្នឹងគាត់ក៏គ្មានអារម្មណ៍ថាជាខ្មោចជាអីគាត់គ្មានអារម្មណ៍ថាខ្លាចអីទៅចឹងដែរពួកឃើញមនុស្សបែបធម្មតាអញ្ចឹងគាត់អត់មានគិតថាជាខ្មោចជាអីដែរអញ្ចឹងក៏ឡើងជិះធម្មតាអញ្ចឹងទៅបែបលក្ខណៈថាពូឈប់បន្តិចដឹកខ្ញុំទៅកាស៊ីណូអីអញ្ចឹងណាអញ្ចឹងគាត់ក៏មិនមានអារម្មណ៍ថាគិតថាខ្មោចអីចឹងដែរហើយនៅពេលដែលមនុស្សស្រីទាំងម៉ាអ្នកនឹងឡើងហើយក៏គេជិះទៅធម្មតាអញ្ចឹងទៅប៉ារបស់បងប្រុសទីហ្នឹងគាត់ក៏ដឹកមនុស្សស្រីទាំងម៉ាអ្នកហ្នឹងទៅកន្លែងទីតាំងដែលគេប្រាប់ហ្នឹងទៅហើយនៅលើកង់3ហ្នឹងមនុស្សស្រីទាំង4 5នាក់ហ្នឹងក៏លក្ខណៈថាហូរកជ្រាវលេងសើចសប្បាយបន្លែងគ្នាអីនៅលើលម៉កកង់3របស់គាត់ហ្នឹងណាលក្ខណៈថាមនុស្សស្រីទាំងម៉ាអ្នកហ្នឹងគេទៅមកពីផាត់ទីជប់លៀងនៅកន្លែងណាមួយចឹងទៅហើយមើលទៅគឺសប្បាយមែនតើនៅលើកង់3របស់ប៉ាបងប្រុសទីហ្នឹងណាអញ្ចឹងដូចខ្ញុំនិយាយចឹងអញ្ចឹងគឺប៉ារបស់បងប្រុសទីហ្នឹងគឺគាត់មិនបានចាប់អារម្មណ៍មិនបានចាប់ភ្លឹកដោយសកម្មភាពអីចម្លែកពីមនុស្សស្រីទាំងម៉ាអ្នកហ្នឹងទេព្រោះបើតាមធម្មតាដូចរឿងផ្សេងមានខ្មោចមានអីចឹងហៅលម៉កកង់3ជីឬក៏ហៅឡានហៅអីជីចឹងគឺតែងតែមកបែបសកម្មភាពចម្លែកមិនសូវមាត់មិនសូវកអោនទៅមុខចុះអីចឹងទៅតែនេះគឺបែបមកមនុស្សបែបធម្មតាហ្មងបងប្អូនអរគ្នាគឺមកបែបហូរកជ្រាវឃើញទៅ4 5 6នាក់ហ្នឹងគឺនៅលើលម៉កកង់3ហ្នឹងតាមបែបធម្មតាសកម្មភាពដូចមនុស្សយើងទូទៅចឹងគឺធ្វើឲ្យប៉ារបស់បងប្រុសទីនេះគាត់ជាតកងបើកលម៉កហ្នឹងគឺគាត់អត់មានចាប់អារម្មណ៍អីទាំងអស់តែម្ដងអញ្ចឹងគាត់ក៏មិនបានចាប់អារម្មណ៍អីដែរគាត់ក៏បានធ្វើដំណើរទៅកាន់កាស៊ីណូដែលស្រីម៉ាអ្នកប្រាប់គាត់ហ្នឹងទៅគោលដៅដែលស្រីម៉ាអ្នកគេចង់ទៅហ្នឹងណាធ្វើដំណើរមកសន្ទុះក្រោយមកបែរជាកន្លះម៉ោងក្រោយមកគាត់ក៏បានមកដល់កន្លែងកាស៊ីណូហ្នឹងហើយនៅពេលដែលមកដល់កាស៊ីណូហ្នឹងស្រាប់តែឃើញមានមនុស្សប្រុសម្នាក់លក្ខណៈថាគេអ្នកយាមអ្នកអីនៅកាស៊ីណូហ្នឹងចឹងទៅហើយគេក៏សួរទៅកាន់ប៉ារបស់បងប្រុសទីថាពួកឯងមករកអីមែនគាត់ក៏និយាយតាមបែបធម្មតាគាត់និយាយបែបអូពូនេះដឹកស្រីម៉ាអ្នកនេះគេមកកាស៊ីណូហ្នឹងគាត់ទៅលឺចឹងភ្លាមបងប្អូនដល់គ្នាហ្នឹងមិនអ្នកយាមនៅហ្នឹងគឺគាត់ភ្ញាក់មែនតើគាត់ភ្ញាក់ហ្នឹងគឺដោយសារតែមិនបានត្រូវមកកន្លែងហ្នឹងដោយសារតែកាស៊ីណូហ្នឹងគឺបាត់យូរហើយគេមានតាណាការទៀតណាពូពួកឯងដឹកណាគេមកមានណាពួកឯងចិត្តថាហ្មងមនុស្សស្រីមកក្រុមណាហើយប៉ារបស់បងទីហ្នឹងគាត់ក៏និយាយថាធម្មតាគាត់ចឹងណាគាត់ក៏និយាយថានេះមនុស្សស្រីមកក្រុម5 6នាក់នេះក្មេងមើលនេះនៅខាងក្រោយខ្នងពូនេះគាត់តែនិយាយចឹងភ្លាមគាត់ក៏ងាកទៅក្រោយខ្នងរបស់គាត់ណាប៉ារបស់បងទីហ្នឹងពេលដែលគាត់ងាកទៅក្រោយខ្នងទៅស្រាប់តែអត់ឃើញមនុស្សស្រីទាំងម៉ានអ្នកហ្នឹងទេអត់ដឹងថាមនុស្សស្រីទាំងប្រមាណអ្នកហ្នឹងបាត់ពីលើលម៉កកង់3របស់គាត់ហ្នឹងតាំងពីពេលណាគាត់តែអញ្ចឹងភ្លាម
សុនសុកនឹងគាត់ក៏ស្រាប់តែនិយាយទៅកាន់ពូប៉ារបស់បងទីនឹងថាអូពួកឯងខ្មោចឡងនេះកាស៊ីណូនឹងមានបណ្ណាគេបើកឯណាហើយពួកឯងថាដឹកមនុស្សស្រីមក 4-5 នាក់ឯណាអត់ឃើញហ៎នឹងគាត់ទៅលើពូសុនសឹកនឹងគាត់និយាយអញ្ចឹងភ្លាមប៉ារបស់បងទីនេះគឺគាត់ហួសចិត្តមែនតែនគាត់គ្រាន់តែឃើញអញ្ចឹងភ្លាមគឺគាត់ដឹងតែខ្មោចឡងហើយពួកវាអត់អាចមានរឿងនឹងកើតឡើងទេរឿងដែលមនុស្សស្រីអាចលោតចេញពីលំកចេញកិច្ចបាត់ឲ្យលុយគាត់អីចឹងណាវាមិនអាចមានរឿងហ្នឹងទេព្រោះពេលដែលគាត់ជិះម៉ូតូមកហ្នឹងគឺគាត់ឃើញថាផ្លូវស្ងាត់មែនទែនគាត់សុទ្ធរហូតចឹងគឺប្រកាសជាខ្មោចឡងហើយព្រោះអត់អាចមនុស្សស្រីទាំង 5-6 នាក់ហ្នឹងលោតចេញពីលំករបស់គាត់បែបមិនចង់ឲ្យលុយគាត់ចង់កិច្ចពីគាត់អីចឹងទេគឺអត់អាចមានរឿងនឹងកើតឡើងទេចឹងគឺមានតែខ្មោចឡងគាត់ហើយយេអញ្ចឹងបន្ទាប់ពីគាត់ដឹងរឿងហេតុអីហ្នឹងហើយគាត់រៀងខ្លាចដែរអញ្ចឹងណាតែនេះគាត់តែការលងបន្លាចហ្នឹងវាមិនសូវជាគួរឲ្យខ្លាចទេលក្ខណៈថាគាត់តែហៅលំកកង់3ហើយគាត់មិនបានឃើញទស្សនវិជ្ជាគួរឲ្យខ្លាចគួរឲ្យរន្ធត់អីទេអញ្ចឹងបន្ទាប់ពីនិយាយមួយសុនសុកអីហ្នឹងហើយលីហើយអីហើយគាត់ក៏ជិះត្រឡប់មកផ្ទះវិញទៅហើយផ្ទះរបស់គាត់ហ្នឹងនៅខាងខណ្ឌសែនសុខហើយបើសិនជាចង់ជិះឲ្យឆាប់ដល់ផ្ទះគឺគាត់ជិះតាមកាត់តាមវត្តក្មួយអញ្ចឹងពេលការខ្ទង់ឆ្នាំ2000ជាងហ្នឹងនៅតាមវត្តក្មួយនៅតាមផ្លូវទៅវត្តក្មួយហ្នឹងកាត់តាមវត្តក្មួយហ្នឹងគឺសម្បូរលក្ខណៈបឹងអីធំអីចឹងទៅហើយពេលហ្នឹងប៉ារបស់បងប្រុសទីហ្នឹងគាត់ក៏បានជិះកាត់បឹងមួយចំនួនផងដែរហើយនៅពេលដែលគាត់កំពុងតែជិះម៉ូតូជិះលំករបស់គាត់ហ្នឹងឆ្លងកាត់តាមបឹងមកកន្លែងគាត់ស្រាប់តែមើលទៅលក្ខណៈថាគាត់អត់ទាន់បើកហ្វាលំករបស់គាត់ហ្នឹងឯងគាត់ស្រាប់តែឃើញសមោលនៅព្រាលចឹងណាតែលក្ខណៈថាឃើញតែពាក់កណ្ដាលខ្លួនឯងត្រឹមចកេះឡើងលើឃើញតែពាក់កណ្ដាលខ្លួនត្រឹមចកេះឡើងលើឯងតែមើលទៅអាខាងក្រោយលក្ខណៈថាដូចកំពុងតវាមនុស្សម្នាក់ហ្នឹងកំពុងតវាអញ្ចឹងហើយគាត់ក៏ស្រាប់តែប្រចាំងអាហ្វារបស់គាត់អាហ្វាលំករបស់គាត់ហ្នឹងគឺឃើញឡើងពេញភ្នែកយកមកគឺគាត់ឃើញមនុស្សម្នាក់ហ្នឹងអាមកកណាត់ពីត្រឹមចកេះឡើងទៅលើហ្នឹងគឺស្អាតចេះក៏ប៉ុន្តែអាពីចកេះចុះក្រោមហ្នឹងលក្ខណៈថាដូចម៉ត់ឈឹងយកហ្មងលក្ខណៈថាដូចសាកសពឡានកិនឡើងម៉ត់ហ្មងកំពុងតវាកាត់ផ្លូវគាត់ហ្នឹងហើយគាត់ជិះគៀកទៅដល់កន្លែងហ្នឹងភ្លាមគាត់ព្យាយាមជផ្លេតហើយនៅពេលដែលគាត់ជិះទៅដល់គៀកហ្នឹងគឺគាត់ឃើញអារូបរាងមនុស្សដែលកំពុងតវាហ្នឹងគឺបក់ដៃហៅគាត់ជួយផងពូជួយផងលក្ខណៈអញ្ចឹងហើយមនុស្សម្នាក់ហ្នឹងគឺមានតែមកកណាត់ខ្លួនទេអាមកកណាត់ខ្លួនឡើងទៅលើហ្នឹងគឺឡើងស្អាតច្រេញតែអាមកកណាត់ពីចកេះចុះក្រោមហ្នឹងគឺដូចលក្ខណៈឡានកិនឡើងម៉ត់ខ្ទេចហ្មងហើយអាខ្មោចមួយហ្នឹងគឺវាបានហៅពូប៉ារបស់បងទីនេះឲ្យជួយអញ្ចឹងណាហៅជួយផងពូជួយខ្ញុំផងខ្ញុំឈឺពូឡានកិនខ្ញុំឡើងត្រូវពាក់កណ្ដាលខ្លួនពូជួយខ្ញុំផងគាត់តែឃើញអញ្ចឹងភ្លាមគាត់លក្ខណៈគាត់ខឹងយកហ្មងដោយសារតែមុនហ្នឹងទឹមខ្មោចឡងបងប្អូនអ្នកគ្នាអាចចេញមកពីកោះពេជ្រហ្នឹងខ្មោចឡងម្ដងហើយដល់ពេលមកជិះកាត់ទៅផ្ទះហ្នឹងគឺត្រូវខ្មោចឡងម្ដងទៀតពេលហ្នឹងលក្ខណៈថាគាត់ខឹងដែរគាត់មកឃើញថាខ្មោចឡងទៀតអីទៀតអញ្ចឹងដោយសារតែគាត់ទើបតែខ្មោចឡងអាមកពីកោះពេជ្រហ្នឹងខ្មោចឡងម្ដងហើយដល់ពេលអាជីលមកកាត់មកតាមផ្ទះហ្នឹងគឺត្រូវខ្មោចឡងម្ដងទៀតអញ្ចឹងពេលហ្នឹងគាត់ខឹងដែរគាត់ក៏មូលអាលមករបស់គាត់ហ្នឹងមូលមកខប់យកហ្មងជិះបុកអាព្រលឹងខ្មោចហ្នឹងហ្មងអន្តគាត់ជិះទៅដល់បុកទៅនឹងអាព្រលឹងខ្មោចហ្នឹងភ្លាមដូចគាត់បុកខ្យល់អញ្ចឹងបុកទៅដូចធម្មតាដូចអត់មានអីអញ្ចឹងណាគាត់ជិះផុតពីកន្លែងហ្នឹងបន្តិចស្រាប់តែពេលដែលគាត់មើលទៅតាមកញ្ចក់ហើយគាត់នៅតែឃើញអាខ្មោចហ្នឹងអាព្រលឹងខ្មោចហ្នឹងគឺនៅតែបក់ដៃហៅគាត់ជួយផងគាត់នៅតែលឺសំឡេងអញ្ចឹងណាហើយការលងបន្លាចរបស់ខ្មោចហ្នឹងមិនមែនមកលក្ខណៈថាចង់បន្លាចឲ្យគាត់ខ្លាចឲ្យគាត់ភ័យខ្លាចអីមិនទេមិនដឹងថាមកហ្នឹងគឺមកដើម្បីសុំបន់សុំអីគាត់ក៏មិនដឹងផងដោយសារតែឃើញគ្នាបក់ដៃឲ្យជួយគ្នាយំផងអីផងវាកាត់ផ្លូវហ្នឹងណាតែបើតាមមើលខ្មោចលងគាត់នេះលក្ខណៈថាគ្នាមិនទាន់ដឹងថាគ្នាជាខ្មោចផងអីផងក៏មិនដឹងដោយសារតែនៅតែហៅស្រែកឲ្យពូប៉ារបស់បងទីនឹងគាត់ជួយអញ្ចឹងណាហើយពេលហ្នឹងប៉ារបស់បងទីនឹងគាត់ក៏មិនបាននៅជួយនៅអីដែរដោយសារគាត់ខឹងផងគាត់ខ្លាចផងគាត់ក៏ជិះហួសពីទីតាំងកន្លែងហ្នឹងទៅហើយផុតពីហ្នឹងមករហូតដល់ស្អែកឡើងគាត់ក៏បាននិយាយជាមួយនឹងអ្នកនៅជិតផ្ទះរបស់គាត់ហ្នឹងណាហើយគាត់ក៏បានដឹងពីមូលហេតុថាការពីមួយថ្ងៃមុននោះគឺមានក្មេងស្ទាវម្នាក់បានជិះម៉ូតូទៅដួលហើយនៅពេលដែលដួលគឺមានឡានដឹកដីមួយ
ជីឆ្លងកាត់កន្លែងហ្នឹងអាឡានដឹកដីគេដឹកដីទៅលុបបឹងហើយនៅពេលដែលដួលអញ្ចឹងទៅគឺឡានដឹកដីមកកិនពាក់កណ្ដាលខ្លួនហ្នឹងមកហើយស្លាប់ភ្លាមនៅនឹងកន្លែងហ្នឹងមកតាំងពីពេលហ្នឹងមកគឺប៉ារបស់បងទីនេះគឺគាត់លែងហ៊ានដឹកដល់យប់ទៀតហើយពេលដែលត្រូវខ្មោចលងបដាក់គ្នាហ្នឹងហើយគឺព្រឹកឡើងបន្ទាប់ពីខ្មោចលងហ្នឹងគឺគាត់ទៅស្រោចទឹកនៅវត្តក្មួយហ្នឹងតែម្ដងអញ្ចឹងណានិយាយអញ្ចឹងតើតងជាមួយនឹងសាច់រឿងដែលប្រិយមិត្តទី1គាត់បានចែកម្លែកមកនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅក្នុងសាច់រឿងដែលប្រិយមិត្តទី2គាត់បានចែកម្លែកមកបន្តទៀតចឹងតើតងជាមួយនឹងសាច់រឿងទី2នេះគឺបានមកពីបងប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថារតនាដែលបងប្អូនរតនាកាលហ្នឹងគឺគាត់នៅលោកឯណាជាប្រសង់ទេគឺគាត់នៅបួសនៅវត្តមួយកន្លែងនៅឯខាងខេត្តកំពង់ធំហើយគាត់បានជួបរឿងរ៉ាវរន្ធត់មួយដែលគាត់នឹកស្មានអត់ដល់តែម្ដងកំឡុងពេលដែលគាត់នៅជាសាមណេរនៅក្នុងវត្តមួយកន្លែងហ្នឹងមានថ្ងៃមួយប្អូនប្រុសរតនាការគាត់នៅជាប្រសង់ហ្នឹងនៅក្នុងវត្តមួយហ្នឹងគឺមានកត់ចំណាស់មួយដែលកត់ចំណាស់ហ្នឹងមានសន្តានជាកត់ឈើបងប្អូនអរគ្នាហើយកត់ឈើហ្នឹងមានប្រវត្តិមិនសូវជាល្អប្រហែលទេដោយសារតែការពីដើមឡើយកត់ឈើហ្នឹងគឺជាផ្ទះរបស់អ្នកភូមិនៅក្នុងជាចំណុះជើងវត្តហ្នឹងអញ្ចឹងគឺជាផ្ទះរបស់អ្នកភូមិទេតែរហូតដល់មានថ្ងៃមួយម្ចាស់ផ្ទះហ្នឹងគឺមានកូនកំមុំម្នាក់អត់ដឹងថាកើតទុករឿងអីខូចចិត្តរឿងអីទេក៏បានចងកសម្លាប់ខ្លួនណានៅលើផ្ទះហ្នឹងហើយប្រវត្តិរបស់ផ្ទះហ្នឹងនៅពេលដែលចងកសម្លាប់ខ្លួនអញ្ចឹងម្ចាស់ផ្ទះហ្នឹងកូនម្ចាស់ផ្ទះហ្នឹងចងកសម្លាប់ខ្លួនហើយស្រាប់តែម្ចាស់ផ្ទះហ្នឹងគឺនៅអត់កើតទេទាំងម្ដាយទាំងឪពុកទាំងកូនប្រុសកូនស្រីផ្សេងនៅក្នុងគ្រួសារហ្នឹងគឺនៅអត់កើតតែម្ដងអញ្ចឹងក៏សម្រេចចិត្តរើផ្ទះមួយហ្នឹងដើម្បីយកឈើមកប្រគេនព្រះសង្ឃនិយាយទៅគឺលើកទាំងអស់តែម្ដងគឺគេរស់តែផ្នែកខ្លះដើម្បីយកមកប្រគេនព្រះសង្ឃហើយក្រោយមកគឺគេលើកទាំងគ្រោងទាំងអស់ហ្នឹងទាំងតសទាំងអីហ្នឹងយកមកប្រគេនព្រះសង្ឃតែម្ដងដើម្បីធ្វើជាកុដិឲ្យព្រះសង្ឃដែលគង់នៅក្នុងវត្តលោកគង់នៅអញ្ចឹងណាឈើផ្ទះមួយហ្នឹងបន្ទាប់ពីយកមកប្រគេនព្រះសង្ឃហើយព្រះសង្ឃគូចតកាក៏ដូចជាគណៈកម្មការវត្តផ្សេងអាចារ្យអីជាដើមហ្នឹងគាត់ក៏ចាប់ផ្ដើមរកជាងរកអីដើម្បីមកជួសជុលទៅលើផ្ទះមួយហ្នឹងដើម្បីឲ្យវាក្លាយទៅជាកុដិសម្រាប់ប្រគេនព្រះសង្ឃគង់នៅហើយកាលពីដំបូងហ្នឹងគឺថាមិនទាន់ឃើញមានអីទេសូម្បីតែពេលសាងសង់ក៏ដោយពេលសាងសង់ហ្នឹងគឺធម្មតាអត់ទាន់មានបញ្ហាអីកើតឡើងទេរហូតដល់មានថ្ងៃមួយមានលោកអ៊ំម្នាក់ដែលត្រូវជាញោមប្រុសរបស់លោកប្អូនរតនានេះការគាត់នៅលោកហ្នឹងលោកប្អូនរតនាហ្នឹងការគាត់នៅលោកញោមរបស់គាត់ហ្នឹងអត់ដឹងថាគាត់មានបញ្ហាអីជាមួយនឹងអ្នកផ្ទះជាមួយប្រពន្ធគាត់ទេដែលត្រូវជាញោមរបស់លោកប្អូនរតនាហ្នឹងស្រាប់តែសុកគាត់ក៏រត់មកកត់ដែលលោកប្អូនរតនាសឹងហ្នឹងណាហើយសុំលោកប្អូនរតនាហ្នឹងសម្រានជាមួយនឹងលោកចឹងទៅហើយនៅពេលដែលគាត់កំពុងតែសម្រានហ្នឹងក៏ស្រាប់តែគាត់មានអារម្មណ៍ថាដូចមានអីមកកាយជើងគាត់អាលក្ខណៈដូចកេះជើងគាត់ចឹងកេះអាកន្លែងបាត់ជើងគាត់ហ្នឹងដល់ពេលដែលគាត់ភ្ញាក់មកគឺអត់មានឃើញអីទេគាត់គិតថាជាកលាតជាអីចឹងទៅហើយគាត់ក៏សង្ងំសម្រានបន្តទៀតចឹងទៅហើយមកសន្ទុះក្រោយមកគាត់ស្រាប់តែឮសំឡេងនៅលើធ្នឹមកត់លោកហ្នឹងណាស្រាប់តែគាត់ឮសំឡេងដូចព្រឹបមានអារម្មណ៍ថាដូចមានសត្វអីមួយយ៉ាងឬក៏អីមួយយ៉ាងនៅលើធ្នឹមកត់ហ្នឹងគាត់ក៏ស្រាប់តែបើកភ្នែកហើយសន្លឹងមើលទៅធ្នឹមកត់ហ្នឹងមកដល់គ្នាគាត់ឃើញអីគឺគាត់ឃើញនារីម្នាក់សក់វែងមែនតើទម្លាក់សក់ពីលើធ្នឹមហ្នឹងមកគឺឡើងដល់អានៀបដែលគាត់កំពុងតែសម្រានហ្នឹងណាហើយរូបរាងស្ត្រីម្នាក់ហ្នឹងក៏បានសម្រូតមកតាមសសរកតាលម្ដងបន្តិចហើយញោមរបស់លោកប្អូនរតនាហ្នឹងដល់ពេលដែលគាត់ឃើញអញ្ចឹងលក្ខណៈថាគាត់ជាមនុស្សម្នាក់ដែលមិនសូវជាខ្លាចខ្មោចទេតែគាត់ឃើញអញ្ចឹងគាត់ខឹងអញ្ចឹងណាមករំខានដំណេករបស់គាត់អញ្ចឹងហើយនៅលើកត់ហ្នឹងក៏គេមានបថៅដែរបថៅហ្នឹងដោយសារតែគាត់ហ្នឹងនិយាយទៅគឺជួសជុលមិនទាន់ហើយ 100% ទេអញ្ចឹងនៅមានបថៅមានអីទុកសម្រាប់ជួសជុលផ្សេងទៀតដែរបោះជាងណាញោមរបស់លោកប្អូនរតនាហ្នឹងក៏ស្រាប់តែទាញអាបថៅហ្នឹងមកកាប់ទៅលើវិញ្ញាណខ្មោចដែលសម្រូតខ្លួនចុះមកតាមសសរកតាលហ្នឹងណាហើយកាប់ទៅលើសសរកតាលហ្នឹងទៅក៏ឃើញថាខ្មោចហ្នឹងដាច់ជាកណាត់យកមកដាច់ជាកង់
ហើយញោមរបស់លោកបងរតនាហ្នឹងគាត់ក៏និយាយទៀតដែរថាពេលហ្នឹងគឺលឺខ្មោចហ្នឹងស្រែកថាឈឺណាស់អញ្ចឹងណាហើយក៏វារលាយបាត់ទៅហើយគាត់ក៏មិនបានគិតអីច្រើនទៀតដែរដោយសារគាត់ជាមនុស្សដែលមិនសូវជាខ្លាចអញ្ចឹងគាត់ក៏សងំសម្រានទៀតទៅរហូតដល់ព្រឹកឡើងគាត់ក៏លាលោកកូនរបស់គាត់ហ្នឹងទៅផ្ទះវិញចឹងទៅមុននឹងគាត់លាលោកកូនរបស់គាត់ហ្នឹងគាត់ក៏និយាយរឿងរ៉ាវដែលគាត់បានជួបប្រទះការប្រយុទ្ធហ្នឹងប្រាប់ទៅលោកកូនគាត់ដែរដោយសារតែលោកកូនរបស់គាត់ហ្នឹងគឺអត់ដឹងទេលោកសឹងនៅក្នុងបន្ទប់អញ្ចឹងណាដោយសារតែគាត់ហ្នឹងគឺគេវាយជាបន្ទប់រហូត2ហើយមានអឺទំហំរាងធំដែរបន្ទប់2ហ្នឹងហើយខាងមុខហ្នឹងគឺលហលហេវអញ្ចឹងទៅហើយញោមរបស់លោកប្អូនរតនាហ្នឹងគឺគាត់សម្រាននៅកន្លែងលហលហេវនៅខាងមុខបន្ទប់របស់លោកប្អូនរតនាហ្នឹងឯងបន្ទាប់ពីនិយាយរឿងរ៉ាវហ្នឹងប្រាប់ទៅលោកប្អូនរតនាហើយគាត់ក៏ទៅនិយាយរឿងរ៉ាវហ្នឹងប្រាប់ទៅលោកគ្រូចតិកាក៏ដូចជាអាចារ្យគណៈកម្មការនៅក្នុងវត្តមួយកន្លែងហ្នឹងដែរព្រោះបើសិនជាបន្តទុកអញ្ចឹងមានខ្មោចលងអញ្ចឹងខ្លាចតែប្រសង់ដែលលោកគង់នៅក្នុងវត្តឬក៏គង់នៅក្នុងកុដិហ្នឹងលោកសឹងអត់កើតទេខ្លាចខ្មោចហ្នឹងទៅលងប្រសង់លងអីធ្វើឲ្យលោកសឹងអត់កើតអញ្ចឹងណាអញ្ចឹងទាំងប្រសង់ទាំងគ្រូចតិកាក៏ដូចជាអាចារ្យគណៈកម្មការអីផ្សេងៗហ្នឹងគេក៏គិតឃើញថាកុដិហ្នឹងគួរតែធ្វើអាសនៈព្រះដែលធ្វើអាសនៈព្រះទៅកុំឲ្យខ្មោចហ្នឹងបន្តលងប្រសង់ទៀតអញ្ចឹងណាហើយបន្ទាប់ពីគិតគូរហើយគ្រូចតិកាលោកក៏និមន្តឡើងទៅមើលលើកុដិហ្នឹងហើយនៅពេលដែលលោកគ្រូចតិកាលោកមុនឡើងទៅលើកុដិហ្នឹងគឺឃើញថាអាកន្លែងសសរកដាលហ្នឹងគឺឃើញស្នាមបថៅគឺរាងជ្រៅដែរហើយលោកក៏ដឹងយ៉ាងច្បាស់ដែរថាស្នាមបថៅហ្នឹងគឺជាស្នាមបថៅរបស់ញោមលោកប្អូនរតនាហ្នឹងហើយដោយសារតែគាត់ក៏បានប្រាប់ដែរគាត់បានទាញបថៅទាញអីកាប់ទៅលើសសរកដាលហ្នឹងណាដោយសារតែគាត់បានឃើញវិញ្ញាណខ្មោចស្រីម្នាក់ហ្នឹងវាសម្រូតខ្លួនចុះមកតាមសសរកដាលហ្នឹងទៅគាត់ក៏យកបថៅមកកាប់ចឹងទៅចឹងពេលហ្នឹងលោកគ្រូចតិកាលោកក៏មិនបានជាថាអីដែរដោយសារតែលោកដឹងដែរថាគាត់ហ្នឹងប្រកាសជាមានរឿងហើយចឹងបន្ទាប់ពីលោកគ្រូចតិកាលោកមុនឡើងទៅមើលគាត់ហ្នឹងហើយលោកក៏មុនចុះមកវិញហើយក៏ស្រស់ស្រួលជាមួយនឹងអាចារ្យគណៈកម្មការដើម្បីជីវអាសនៈព្រះមួយដើម្បីយកមកដាក់នៅលើគាត់ហ្នឹងដើម្បីទី1សម្រាប់ប្រសង់ដែលលោកគង់នៅក្នុងកុដិហ្នឹងលោកធ្វើការនមស្ការព្រឹកល្ងាចផងហើយសម្រាប់បើយើងនិយាយទៅសកត់ទៅលើវិញ្ញាណហ្នឹងផងណាកុំឲ្យវិញ្ញាណដែលនៅក្នុងកុដិហ្នឹងកាចអីចឹងទៅអញ្ចឹងក៏ស្រស់ស្រួលគ្នាដើម្បីជីវអាសនៈជីវព្រះពុទ្ធរូបព្រះពុទ្ធបដិមាមកដាក់នៅលើអាសនៈហ្នឹងចឹងទៅពីគ្រូចតិកាគណៈកម្មការអាចារ្យវត្តលោកបានធ្វើអាសនៈក៏ដូចជាជីវបដិមារូបព្រះពុទ្ធអង្គយកមកដាក់នៅលើកុដិហ្នឹងហើយក៏បានធ្វើពិធីអភិសេកទៅលើព្រះពុទ្ធរូបហ្នឹងដែរហើយបន្ទាប់ពីធ្វើអភិសេកហ្នឹងហើយទាំងអាចារ្យទាំងគណៈកម្មការគាត់ក៏អញ្ជើញទៅផ្ទះរៀងៗខ្លួនចឹងទៅហើយពេលហ្នឹងគឺនៅសល់តែព្រះសង្ឃចំនួន3ទៅ4ព្រះអង្គទេដែលលោកកំពុងតែសម្អាតទាំងផ្កាទាំងអីដែលបានបាចទៅលើរូបសំណាក់របស់ព្រះពុទ្ធអង្គរូបពុទ្ធបដិមាក៏ដូចជាលើអាសនៈហ្នឹងលោកបោះសម្អាតចឹងទៅហើយព្រះសង្ឃ3ព្រះអង្គផ្សេងទៀតកំពុងតែធ្វើការសម្អាតទៅលើអាសនៈហ្នឹងក៏ដូចជានៅលើកម្រាលព្រំអីផ្សេងរៀបចំទុកដាក់ចឹងទៅកំពុងតែធ្វើការងារហ្នឹងលោកគ្រូចតិកាលោកក៏មានសង្ឃដីកាបញ្ជាក់ទៅព្រះសង្ឃទាំង3ព្រះអង្គដែលលោកគង់នៅក្នុងកុដិនឹងថាហាមមិនអោយព្រះសង្ឃអង្គណាលោកទៅសឹងនៅខាងមុខអាសនៈនឹងទេកុំអោយមានបញ្ហាលោកបញ្ជាក់អញ្ចឹងណាលោកមានសង្ឃដីកាអញ្ចឹងហើយនៅពេលដែលលោកគ្រូចតិកាលោកមានសង្ឃដីកាអញ្ចឹងលោកពូនរតនាក៏ដូចជាព្រះសង្ឃ2ព្រះអង្គផ្សេងទៀតលោកក៏មានសង្ឃដីកាថាកណាទទួលបានអត់អីទេលោកគ្រូអញ្ចឹងណាចឹងតាំងពីពេលដែលធ្វើអាសនៈក៏ដូចជាអភិសេកទៅលើព្រះពុទ្ធបដិមានឹងហើយគឺមិនទាន់ជាមានរឿងអីកើតឡើងបន្តទៀតដែររហូតដល់មានថ្ងៃមួយគឺជាថ្ងៃដែលប្រជុំបិណ្ឌអញ្ចឹងណាបងប្អូនអរគ្នាថ្ងៃហ្នឹងគឺថ្ងៃប្រជុំបិណ្ឌអញ្ចឹងព្រះសង្ឃដែលលោកធ្លាប់គង់នៅវត្តនៅខាងខេត្តកំពង់ធំវត្តមួយកន្លែងហ្នឹងគឺលោកត្រឡប់មកស្រុកកំណើតរបស់លោកមកវត្តស្រុកកំណើតអញ្ចឹងណាដោយព្រះសង្ឃអង្គខ្លះលោកក៏និមន្តទៅរៀននៅខាងបាត់ដំបងព្រះសង្ឃអង្គខ្លះក៏លោកមុនទៅរៀននៅឯខាងខេត្តកំពង់ធំតែនៅខាងទីរួមខេត្តអញ្ចឹងទៅហើយមានព្រះសង្ឃអង្គខ្លះលោកក៏និមន្តមករៀននៅភ្នំពេញអីចឹងណាអញ្ចឹងដល់ពេលដែលពិធីបុណ្យភ្ជុំឬក៏ចូលឆ្នាំម្ដងម្កាលគឺលោកតែងតែនិមន្តមកវត្តខាងស្រុកកំណើតហើយកាលនោះវត្តមួយកន្លែងហ្នឹងដែលនៅខាងខេត្តកំពង់ធំហ្នឹងគឺមានកុដិតែចំនួន2កុដិទេ
ដែលមានកត់ធំហើយនិងកត់តូចហើយកត់ទាំងពីរហ្នឹងនៅពេលដែលប្រសង់ដែលលោកនិមន្តមកពីភ្នំពេញអញ្ចឹងគឺជាអៀតមែនតែនជាងកាលគឺសឹងបជ្រៀតគ្នាអញ្ចឹងណាតាមដែលលោកប្អូនរតនាគាត់បានបញ្ជាក់មកអញ្ចឹងនៅពេលដែលលោកនិមន្តមកពីភ្នំពេញលោកនិមន្តមកពីខេត្តផ្សេងៗដែលលោកបានទៅសិក្សាហ្នឹងអញ្ចឹងគឺនៅក្នុងវត្តមានប្រសង់ច្រើនអង្គខ្លាំងមែនតែនអញ្ចឹងទាំងការសឹងអញ្ចឹងទៅគឺមានជាការបជ្រៀតគ្នាសូម្បីតែក្នុងបន្ទប់ដែលលោកប្អូនរតនាធ្លាប់សឹងហ្នឹងក៏មានប្រសង់ដែលលោកនិមន្តមកពីភ្នំពេញលោកមកសឹងក្នុងនឹងដែរអញ្ចឹងគឺជាអៀតមែនតែនមានថ្ងៃវេនបិណ្ឌមួយថ្ងៃកាន់បិណ្ឌមួយគឺវេនបិណ្ឌទី8ចាប់ផ្ដើមមានប្រសង់ដែលលោកនិមន្តមកពីភ្នំពេញនិមន្តមកពីខាងបាត់ដំបងមកពីខាងទីរួមខេត្តកំពង់ធំអីចឹងលោកនិមន្តមកនៅវេនបិណ្ឌទី8ហ្នឹងណាហើយអញ្ចឹងការសឹងការអីគឺចាប់ផ្ដើមចង្អៀតហើយអញ្ចឹងមានប្រសង់ដែលលោកមានវសាចាស់ជាងគេអញ្ចឹងទៅលោកក៏និមន្តសឹងនៅក្នុងបន្ទប់អញ្ចឹងទៅហើយការហ្នឹងលោកប្អូនរតនាគឺលោកនៅបួសជាសាមណេរនៅឡើយទេអញ្ចឹងគឺលោកអាចសឹងខ្ពស់ជាងភិក្ខុទេអញ្ចឹងណាដោយសារតែលោកជាសាមណេរអាចត្រូវទណ្ឌកម្មត្រូវអាបត្តិអីចឹងទៅអញ្ចឹងដោយសារតែទៅខាងបន្ទប់នោះក៏មិនអាចសឹងបានខាងបន្ទប់ដែលលោកប្អូនរតនាលោកតែងទៅសឹងហ្នឹងលោកក៏អាចសឹងបានលោកក៏សម្រេចចិត្តមកសឹងនៅខាងក្រៅដោយសារតែពេលហ្នឹងមិនមែនមានតែលោកប្អូនរតនាទេដែលលោកសឹងនៅខាងក្រៅនៅកន្លែងលហលហេវនៅក្នុងកុដហ្នឹងណាមិនមែនក្នុងបន្ទប់នៅខាងក្រៅបន្ទប់គឺមិនមែនមានតែលោកប្អូនរតនាទេមានប្រសង់ 4-5 អង្គទៀតដែលលោកសឹងនៅកន្លែងហ្នឹងហើយនៅពេលយប់ហ្នឹងលោកប្អូនរតនាលោកក៏សឹងតាមធម្មតាជាមួយនឹងប្រសង់ផ្សេងៗចឹងទៅដោយដាក់ប្រកេះហ្នឹងគឺបែរទៅខាងអាសនៈគឺអត់សឹងដាក់ជើងបែរទៅអាសនៈទេគឺខ្លាចខាងបារមីដែលលោកគ្រប់គ្រងក៏ដូចជាលោកសន្ធិដ្ឋនៅក្នុងរូបពុទ្ធបដិមាហ្នឹងលោកប្រកាន់អីចឹងទៅនឹងមុននឹងលោកប្អូនរតនាលោករៀបសឹងហ្នឹងលោកក៏នឹកឃើញទៅដល់សម្ដីលោកគ្រូចតកាដែរសង្ឃដីការបស់គ្រូចតកាលោកបានមានសង្ឃដីកាថាមិនអោយមានអង្គណាដែលលោកមកសឹងនៅខាងមុខអាសនៈហ្នឹងអញ្ចឹងណាពេលហ្នឹងលោកប្អូនរតនាលោកក៏នឹកឃើញទៅដល់សង្ឃដីការបស់លោកគ្រូចតកាដែរហើយលោកក៏មានសង្ឃដីកាប្រាប់ទៅប្រសង់ផ្សេងដែលកំពុងតែសឹងរួមមួយគ្នាហ្នឹងណា 4-5 អង្គហ្នឹងតែប្រសង់ដែលលោកនិមន្តពីភ្នំពេញមកហ្នឹងលោកក៏មានសង្ឃដីកាថាមិនអីទេយើងសឹងកុំដាក់ជើងទៅហ្នឹងទៅយើងសឹងដាក់ប្រកេះទៅខាងអាសនៈហ្នឹងទៅមិនអីទេលោកប្អូនរតនាដោយឃើញថាប្រសង់ដែលលោកនិមន្តមកពីភ្នំពេញហ្នឹងលោកមានវសារៀងចាស់អីចឹងទៅគិតថាលោកមានចំណេះដឹងខាងហ្នឹងគិតថាលោកហ្នឹងលោកដឹងខាងហ្នឹងច្រើនចឹងលោកក៏ជឿទៅលោកប្អូនរតនាហ្នឹងជឿប្រសង់ដែលលោកនិមន្តមកពីភ្នំពេញហ្នឹងណាចឹងពេលហ្នឹងលោកប្អូនរតនាលោកក៏មិនបានគិតអីច្រើនលោកក៏សង្ងំសឹងចឹងទៅរហូតដល់ពាក់កណ្ដាលយប់ខ្ទង់ម៉ោង 11 ទៅ 12 យប់ស្រាប់តែលោកប្អូនរតនាលោកបានតើនភ្ញាក់លោកបានតើនភ្ញាក់មកក៏ស្រាប់តែឮសំឡេងដូចជាគេអូសចង្វាក់នៅខាងក្បែរបកាយព្រះអង្គហ្នឹងនៅក្បែរខ្លួនលោកហ្នឹងណាលោកក៏ចាប់ផ្ដើមឮសំឡេងគេអូសចង្វាក់ក្រោក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 នៅក្បែរនឹងបកាយព្រះអង្គហ្នឹងហើយព្រះអង្គក៏ចាប់ផ្ដើមសលឹងតូតមើលទៅជុំវិញខ្លួនណានៅពេលដែលតូតមើលចុះឡើងព្រះអង្គក៏ស្រាប់តែឃើញមានបរិសម្នាក់មៀតធំមែនតែនចងក្បិនហើយសក់ក៏ទ្រើងមានពុកមាត់វែងស្កើអញ្ចឹងណាព្រោះពេលហ្នឹងមិនបានឃើញច្បាស់ដោយសារតែលោកប្អូនរតនាក៏ដូចជាប្រសង់ផ្សេងលោកសឹងបើកភ្លើងគឺអត់បានបិទភ្លើងទេអញ្ចឹងបានឃើញច្បាស់អញ្ចឹងគឺឃើញមានបរិសម្នាក់ចងក្បិនក្រហមហើយសក់ឡើងក៏ទ្រីងក៏ទ្រើងវែងមែនតែនហើយមានពុកមាត់មានអីហើយដៃរបស់គាត់ហ្នឹងកាន់ចង្វាក់ធំមែនតែនហើយនៅពេលដែលលោកប្អូនរតនាលោកសលឹងឃើញអញ្ចឹងលោកស្រាប់តែងាកទៅអាខាងក្រោយបរិសម្នាក់ហ្នឹងដែលកំពុងតែអូសចង្វាក់ហ្នឹងបងប្អូនអរគ្នានឹងលោកឃើញអីអត់ឃើញថាបរិសកំពុងតែអូសចង្វាក់ហ្នឹងអាខាងក្រោយបរិសម្នាក់ហ្នឹងគឺជាក្តាមមឈូសកំពុងតែអូសក្តាមមឈូសក្រោកមកពីក្រោយអញ្ចឹងហើយបរិសម្នាក់ហ្នឹងស្រែកខ្លាំងកុហកខ្លាំងអញ្ចឹងជាផ្លូវអញជាផ្លូវអញអញ្ចឹងអាណាគេដេកនៅនឹងជាផ្លូវអញជាផ្លូវអាឆាប់ហើយលោកប្អូនរតនាមានណាគ្រាន់តែលឺអញ្ចឹងភ្លាមឃើញអញ្ចឹងភ្លាមលោកគ្មានបានជៀសទាន់ទេគឺលោកស្លាប់ភ្លាមនៅនឹងកន្លែងហ្នឹងហ្មងស្លាប់នៅនឹងកន្លែងលោកសឹងហ្នឹងហ្មងហើយពេលហ្នឹងបន្ទាប់ពីលោកប្អូនរតនា
លោកស្លាប់ទៅក៏អត់ដឹងថាមានរឿងអីកើតឡើងទៀតដែររហូតដល់លោកញាក់បកាយមកព្រឹកឡើងក៏ឃើញលោកគ្រូចតុការក៏ដូចជាប្រសង់អីផ្សេងដែលរួមសឹងជាមួយនឹងព្រះអង្គកាលពីយប់មិញហ្នឹងលោកកំពុងតែអង្គុយមើលគង់មើលលោកប្អូនរតនាអញ្ចឹងណាហើយសួរលោកប្អូនរតនាកើតអីអញ្ចឹងទៅហើយលោកប្អូនរតនាលោកក៏មានសង្ឃដីកាប្រាប់ទៅគ្រូចតុការក៏ដូចជាប្រសង់ដែលលោកកំពុងតែគង់មើលលោកប្អូនរតនាតាមដំណើរសាច់រឿងហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងបន្ទាប់ពីលោកប្អូនរតនាលោកនិយាយសាច់រឿងដែលតកតងមួយការលងបន្លាចការប្រយុទ្ធមិញហើយធ្វើឲ្យលោកស្លាប់នឹងហើយគ្រូចតុការលោកក៏មានសង្ឃដីកាថាហ្នឹងហើយគ្រូប្រាប់ឲ្យតើថាកុំឲ្យមានអង្គណាទៅសឹងនៅខាងមុខអាសនៈហ្នឹងនៅពេលដែលសឹងទៅគឺមានបញ្ហាអញ្ចឹងហើយនេះសំណាងហើយដែលជាបារមីដែលគេគ្រាន់តែមកកំឡាយើងបើមិនអញ្ចឹងទេគេខឹងគេអីគេស្រាប់តែចូលក្នុងខ្លួនរបស់លោកប្អូនឯងទៅគិតមិនទៅគេនាំលោកប្អូនឯងទៅណាទៅណីកណាអត់ដឹងធ្វើមិនទេអញ្ចឹងតាំងពីជួបប្រទះការលងបន្លាចនឹងមកគឺលោកលែងហ៊ានសឹងនៅមុខអាសនៈនឹងតែម្ដងលោកខ្លាចហ្មងបាក់ស្បាតហ្មងសំបីតែពេលដែលលោកនិមន្តទៅរៀនធម៌ទៅរៀងល្ងិតបន្តិចគឺលោកមុនឡើងមកលើកត់វិញហើយលោកអត់ហ៊ាននៅដល់យប់ទេលក្ខណៈថាបាក់ស្បាតអញ្ចឹងតរហូតដល់3 4 ខែក្រោយមកបានលោកចាប់ផ្ដើមទៅរៀនធម៌រៀនអីនៅដល់ម៉ោង8ម៉ោង9យប់អញ្ចឹងទៅហើយការលងបន្លាចដែលលោកប្អូនរតនាជួបប្រទះជាមួយនឹងពពួកអមនុស្សហើយហ្នឹងគឺអត់តន់ចប់ទេណាបងប្អូនអរគ្នាមានថ្ងៃមួយលោកក៏ស្រាប់តែនិមន្តទៅរៀនធម៌នៅខាងក្រៅកុដិអញ្ចឹងណាលោកក៏នៅទិញធម៌ទិញអីនៅខាងក្រៅកុដិជាធម្មតាអញ្ចឹងទៅហើយមានប្រសង់ផ្សេង3 4អង្គដែលលោកបានបួសរៀនជាមួយនឹងលោកប្អូនរតនាហ្នឹងកំពុងតែរៀនមួយគ្នាអញ្ចឹងទៅហើយការដែលប្រសង់ក៏ដូចជាលោកប្អូនរតនាលោកនិមន្តចេញពីកុដិមករៀនធម៌ទិញធម៌ហ្នឹងគឺរៀងឆ្ងាយពីកុដិរបស់លោកដែរបើយើងគិតទៅប្រហែលជា700-800 ម៉ែត្រដែរណាដែលនៅឆ្ងាយពីកុដិរបស់លោកហ្នឹងតែនៅក្នុងបរិវេណវត្តហ្នឹងទេតែនៅនឹងកន្លែងស្រះមួយកន្លែងគឺមានទំហំរាងធំក្រាន់បើដែរហើយលោកក៏និមន្តទៅរៀនធម៌ទិញធម៌អីនៅនឹងមាត់ស្រះនឹងឯងព្រោះមានបង់មានតុកអីសម្រាប់អង្គុយដែរអញ្ចឹងរៀងងាយស្រួលនៅក្នុងការនិមន្តទិញធម៌និមន្តសូត្រធម៌អីចឹងទៅពេលហ្នឹងលោកប្អូនរតនាលោកកំពុងតែគង់រៀនធម៌លក្ខណៈថាអោនប្រកេះចុះឈ្ងោកបងប្អូនអរគ្នាឈ្ងោកមើលអក្សរធម៌បដើនិមន្តទិញបដើហើយពេលហ្នឹងលោកក៏អត់បានចាប់ផ្លឹកដែរថាប្រសង់2 ព្រះអង្គដែលមុនមកជាមួយនឹងលោកប្អូនរតនាហ្នឹងលោកអត់ដឹងថាសុកព្រះសង្ឃទាំង2 ព្រះអង្គហ្នឹងលោកអត់ដឹងថានិមន្តទៅណាស្រាប់តែលោកប្អូនរតនាលោកងើបប្រភ័ក្រមកវិញងើបមុខមកវិញគឺស្រាប់តែបាត់ព្រះសង្ឃទាំង2 អង្គហ្នឹងតែម្ដងមិនដឹងថាលោកនិមន្តទៅកត់ហើយឬក៏យ៉ាងណាទេហើយពេលហ្នឹងនៅមាត់ស្រះហ្នឹងគឺនៅតែលោកប្អូនរតនាតែមួយអង្គឯងទេដែលកំពុងតែទិញធម៌សូត្រធម៌តាមអង្គឯងហ្នឹងអញ្ចឹងណានៅមាត់ស្រះហ្នឹងពេលហ្នឹងម៉ោងខ្ទង់6 កន្លះអីហើយមេឃចាប់ផ្ដើមព្រិលហើយចាប់ផ្ដើមល្ងិតបន្តិចហើយលោកប្អូនរតនាដោយចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចដែរលោកក៏ចាប់ផ្ដើមរៀបចំទាំងសភៅទាំងអីហ្នឹងដើម្បីរៀបចំនិមន្តមកកត់វិញហើយដល់ពេលដែលលោកកំពុងតែនិមន្តរៀបចំហ្នឹងធម្មតាម៉ោងខ្ទង់6 កន្លះហ្នឹងវាមិនទាន់ងងឹតឈឹងទេវានៅលក្ខណៈថាព្រិលនៅយើងចាក់ភ្នែកធ្លុះខ្លះហើយដល់ពេលហ្នឹងហើយលោកប្អូនរតនាលោកក៏កលៀសភ្នែករបស់លោកនេះទៅលើស្រះទៅក្នុងស្រះក៏ស្រាប់តែឃើញមានបរិសម្នាក់លក្ខណៈថាសមោខ្មៅហើយបរិសម្នាក់ហ្នឹងមានពាក់កៅអៅអីធម្មតាទេជិះកង់លក្ខណៈថាជិះចូលមកក្នុងស្រះហ្នឹងហ្មងជិះទម្លាក់ចូលស្រះហ្នឹងហ្មងហើយនៅពេលដែលជិះទម្លាក់ចូលស្រះមិនលិចទេណាបងប្អូនអរគ្នាគឺឃើញថាបរិសម្នាក់ហ្នឹងគឺជិះកង់នៅលើទឹកហ្នឹងហ្មងហើយពេលហ្នឹងលោកប្អូនរតនាលោកក៏មិនទាន់ចាប់ភ្លឹកថាខ្លាចអីមិនដែរដោយសារតែលោកគិតថាអាចនឹងបរិសម្នាក់ហ្នឹងគាត់មានពងមានអីហើយជិះកង់នៅលើទឹកហ្នឹងវាជារឿងធម្មតាទេតែនៅពេលដែលលោកប្អូនរតនានេះលោកតូតមើលចុះឡើងគឺអត់ឃើញមានពងអត់មានឃើញពវៀនកង់ឡានអីទេគឺឃើញថាបរិសម្នាក់ហ្នឹងជិះតែកង់ទទេនៅលើទឹកហ្នឹងហ្មងហើយកាន់តែគួរឲ្យខ្លាចទៀតបងប្អូនដល់គ្នាដឹងមិនអត់កាន់តែគៀកលោកប្អូនរតនាឃើញថាបរិសដែលកំពុងតែជិះកង់នៅលើទឹកហ្នឹងគឺអត់មានក្បាលទេបរិសដែលកំពុងតែជិះកង់នៅលើទឹកហ្នឹងគឺគាត់អត់មានក្បាលលោកប្អូនរតនាពេលហ្នឹងគឺលោកភ័យមែនតើនៅពេលដល់ភ័យយើងលោកព្យាយាមរត់
ចេញពីទីតាំងកន្លែងហ្នឹងគឺឃើញថាបរោះម្នាក់នឹងជិះកង់យូរទៅកាន់តែគៀកទៅជាមួយនឹងបងប្អូនរតនានឹងតែម្ដងគាត់ជិះនៅក្នុងទឹកស្រះហ្នឹងហើយធម្មតាបងប្អូនអ្នកគ្នាយើងបើសិនជាឃើញខ្មោចឃើញអីអញ្ចឹងយើងតែងតែស្រែកភ័យខ្លាចស្រែកឲ្យគេជួយអញ្ចឹងតែពេលហ្នឹងលោកប្អូនរតនាគឺលោកអត់ស្រែកអីមកអែកយកហ្មងលក្ខណៈថាអត់ដឹងថាលោកគៀងឬក៏មិនទេគឺលោកអត់មានសង្កេតការអីមួយម៉ាត់ហ្មងអត់មានស្រែកឲ្យនរណាគេជួយទេគឺលោកនិមន្តរត់ចេញពីទីតាំងកន្លែងហ្នឹងដែលលោកបានឃើញខ្មោចបរោះម្នាក់ជិះកង់នៅលើទឹកហើយអត់មានក្បាលហ្នឹងគឺលោករត់ចេញភ្លាមពីទីតាំងកន្លែងហ្នឹងតែម្ដងហើយគ្រាន់តែលោករត់មកដល់កន្លែងមួយកន្លែងដែលកន្លែងមួយកន្លែងហ្នឹងគឺជាទីសក្ការៈបូជាកន្លែងអ្នកតាអីចឹងណាហើយនៅពេលដែលមកដល់កន្លែងអ្នកតារោងអ្នកតានឹងភ្លាមដែលលោកប្អូនរតនាគាត់ក៏បានបញ្ជាក់មកដែរថាខាងស្រុករបស់លោកហ្នឹងគេហៅថាលោកតាមាសហ្នឹងណាហើយគ្រាន់តែលោករត់មកដល់កន្លែងហ្នឹងភ្លាមលោកឃើញមានព្រះសង្ឃមួយអង្គលោកកំពុងតែឈរបែរខ្នងហើយមើលទៅរូបរាងសន្តានគឺស្តៀងទៅនឹងព្រះសង្ឃមួយអង្គដែលលោកបានបួសរៀនជាមួយនឹងលោកប្អូនរតនាហ្នឹងណាគ្រាន់តែអញ្ចឹងភ្លាមលោកប្អូនរតនាក៏រត់ទៅគៀកទៅនឹងព្រះសង្ឃមួយអង្គហ្នឹងហើយបងប្អូនអរគ្នាដឹងមិនអត់លោកប្អូនរតនាក៏យកដៃរបស់លោកនេះទៅកេះព្រះសង្ឃមួយអង្គហ្នឹងឲ្យងាកមកអញ្ចឹងហើយលោករៀបនឹងនិយាយរឿងរ៉ាវដែលលោកបានជួបមិញហ្នឹងប្រាប់ទៅព្រះសង្ឃមួយអង្គហ្នឹងហើយគ្រាន់តែព្រះសង្ឃមួយអង្គហ្នឹងលោកងាកខ្លួនមកបងប្អូនអរគ្នាដឹងមិនអត់គឺឃើញថាព្រះសង្ឃមួយអង្គហ្នឹងលោកមានពាក់ខ្សែកអង្កាំបងប្អូនអរគ្នាខ្សែកអង្កាំក្រហមធំអញ្ចឹងណាហើយធំមែនតើឡើងប៉ិនកដៃអាខ្សែកអង្កាំហ្នឹងហើយពេលហ្នឹងស្រាប់តែព្រះសង្ឃមួយអង្គហ្នឹងលោកងាកខ្លួនមកលោកប្អូនរតនាឃើញថាមុខហ្នឹងគឺមិនមែនជាមុខរបស់ព្រះសង្ឃមួយអង្គដែលបានបួសរៀនជាមួយនឹងលោកប្អូនរតនាទេគឺមុខដូចជាតាចាស់ម្នាក់មានសក់វែងហើយសទៀតមានពុកមាត់មានអីហើយភ្នែករបស់គាត់ឡើងក្រហមដូចងើកភ្លើងអញ្ចឹងហើយពេលហ្នឹងលោកប្អូនរតនាគឺលោកអត់ធ្វើអីកើតទេហើយក៏ធ្វើអត់កើតដែរគឺលោករឹងមកកន្លែងហ្នឹងហ្មងលក្ខណៈសក់បងប្អូនគ្នាលោកគាំងយកហ្មងបន្ទាប់ពីលោកប្អូនរតនាលោកគាំងហ្នឹងហើយគឺលោកអត់ដឹងរឿងអីទៀតទេហើយនៅពេលដែលលោកដឹងខ្លួនមកគឺឃើញថាលោកកំពុងតែសឹងនៅលើកុដដែលលោកតែងតែសឹងរៀងរាល់ថ្ងៃហ្នឹងណាគឺឃើញមានលោកគ្រូចាតកាប្រសង់ផ្សេងក៏ដូចជាញោមរបស់លោកប្អូនរតនាទាំងញោមស្រីញោមប្រុសហ្នឹងក៏បានអញ្ជើញមកមើលលោកប្អូនរតនាហ្នឹងដែរហើយពេលហ្នឹងលោកប្អូនរតនានៅពេលដែលលោកដឹងខ្លួនភ្លាមហ្នឹងគឺលោកមានអារម្មណ៍ថាលោកឈឺប្រកេះខ្លាំងមែនតែនហើយបងប្អូនអរគ្នាដឹងមិនអត់ពេលដែលលោកប្អូនរតនាលោកshockហ្នឹងលោកគៀងហ្នឹងគឺលោកបានស្លាប់ហើយដួលព្រុសនៅនឹងកន្លែងកើតហេតុនឹងតែម្ដងហើយប្រកេះរបស់លោកនឹងបានបោកនឹងដុំថ្មមួយដុំធ្វើឲ្យប្រកេះរបស់លោកបែកហើយមុនហ្នឹងគឺពេទ្យអីគេបានដេបានលាងរបួសលាងអីហើយរុំបងស្មងទៅលើប្រកេះលោកប្អូនរតនាដែរហើយគាត់តែឃើញលោកប្អូនរតនាដឹងខ្លួនភ្លាមទាំងញោមទាំងលោកគ្រូចតកាក៏ដូចជាប្រសង់ផ្សេងហ្នឹងក៏សួរទៅលោកប្អូនរតនាព្រមគ្នាតែម្ដងថាលោកប្អូនរតនាមានរឿងអីបានសុកឃើញសឹងស្លាប់មានឈាមមានអីបែកប្រកេះបែកអីនៅនឹងកន្លែងខ្ទមអ្នកតាមាសហ្នឹងអញ្ចឹងដោយពេលហ្នឹងទាំងប្រសង់ក៏ដូចជាលោកគ្រូចតកានិងញោមរបស់លោកប្អូនរតនាហ្នឹងគាត់គិតថាលោកប្អូនរតនាហ្នឹងត្រូវគេវាយគេអីចឹងទៅធ្វើឲ្យលោកបែកប្រកេះឲ្យលោកស្លាប់នៅកន្លែងហ្នឹងទាំងដែលការពិតលោកប្អូនរតនាក៏បានប្រាប់ទៅញោមក៏ដូចជាអ្នកដែលបានមកមើលលោកហ្នឹងណាទាំងប្រសង់ទាំងគ្រូចតកាផ្សេងហ្នឹងលោកក៏និយាយតាមដំណើរសាច់រឿងថាដំបូងហ្នឹងគឺលោកបានឃើញបរិសម្នាក់ជិះកង់នៅលើទឹកហើយអត់មានក្បាលហើយលោករត់ចេញពីទីតាំងកន្លែងហ្នឹងហើយក៏បានមកជួបជាមួយនឹងព្រះសង្ឃមួយអង្គដែលឃើញថាបែកខ្នងហើយលោកក៏ស្គាល់ថាជាព្រះសង្ឃដែលបានបួសរៀនជាមួយនឹងលោកហើយនៅពេលហ្នឹងហើយលោកក៏ទៅកេះនៅពេលដែលព្រះសង្ឃមួយអង្គនឹងងាកខ្លួនមកគឺឃើញថាមុខព្រះសង្ឃមួយអង្គហ្នឹងក៏ប្រែទៅជាតាចំណាស់មុខជ្រីជ្រួញមានសក់វែងហើយស្កូវទៀតហើយភ្នែកអីហ្នឹងគឺឃើញថាមានក្រហមដូចងើកភ្លើងអញ្ចឹងហើយមួយទៀតគឺឃើញថាព្រះសង្ឃមួយអង្គហ្នឹងគឺកំពុងតែពាក់ខ្សែកអង្កាំធំមែនតើប៉ុនកដៃអញ្ចឹងហើយបានធ្វើឲ្យលោកប្អូនរតនានឹងលោកshockលោកគាំងលោកស្លាប់នៅកន្លែងហ្នឹងហើយគាត់តែនិយាយរឿងរ៉ាវហ្នឹងប្រាប់ទៅញោមប្រាប់ទៅគ្រូចតកាភ្លាមលោកក៏សុំគ្រូចតកាសឹកបដ ாய்
ដោយសារតែតាមដែលមើលគឺលោកបងរតនាគឺលោកអត់អាចគង់នៅក្នុងវត្តនឹងបានទេទៅគង់នៅនឹងទៀតអាចមានបញ្ហាអាចលើសនឹងធ្ងន់ធ្ងរជាងនឹងក៏ថាបានដែរអញ្ចឹងលោកក៏សម្រេចចិត្តសុំលោកគ្រូចតុការសឹកចេញពីក្នុងវត្តនឹងតែម្ដងទៅតែគាត់ថាភ្លាមហ្នឹងគ្រូចតុការគឺលោកអត់ទាន់ឲ្យលោកបងរតនាសឹកភ្លាមទេគឺចាំឲ្យលបួសបកេះរបស់លោកបងរតនាជាសិនអញ្ចឹងណាហើយតាំងពីពេលហ្នឹងមកលោកបងរតនាលោកក៏បានលាចាកសិក្ខាបទហើយមករស់នៅជាមួយនឹងញោមប្រុសញោមស្រីរបស់លោកជាធម្មតាអញ្ចឹងទៅអញ្ចឹងតើតងជាមួយនឹងសាច់រឿងរបស់ប្អូនប្រុសរតនាគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តហើយសាច់រឿងទាំងប៉ុន្មានមកនេះខ្ញុំមានអារម្មណ៍ថាវាគួរឲ្យខ្លាចគ្រាន់បើដែរដោយសារតែការលងបន្លាចនីមួយៗសុទ្ធតែសាហាវគួរសមហើយលោកប្អូនរតនាគាត់ថានៅមានរឿងជាច្រើនទៀតដែលគាត់ត្រូវចែកម្លែកចាំមើលមានឱកាសក្រោយគាត់នឹងចែកម្លែកមកកាន់កម្មវិធីរបស់យើងអញ្ចឹងណាបងប្អូនទៅទៅជាមួយនឹងសាច់រឿងនេះគឺបានការចែកម្លែកមកពីបងប្រុសម្នាក់គាត់មានឈ្មោះថាចេងដែលវាបានកើតឡើងនៅក្នុងឆ្នាំ2010បងចេងគឺជាបុគ្គលិកធនាគារមកកន្លែងនៅឯខាងខេត្តបាត់ដំបងហើយការងាររបស់គាត់ជាប្រចាំថ្ងៃហ្នឹងគឺគាត់ធ្វើការជា BM ប្រធាននៅក្នុងសាខាមកកន្លែងហ្នឹងការងារគាត់រាល់ថ្ងៃគឺគាត់ជាអ្នកសញ្ញេឡូនជាអ្នកអនុម័តនៅការងារផ្សេងបន្ទាប់ពីអគ្គនាយកអីចឹងទៅនៅពេលដែលមានបុគ្គលិកផ្សេងគេហៅថា CEO ហ្នឹងនៅពេលដែលចេញឡូនចេញកម្ចីលុយការស្នើលុយពីអតិថិជន CEO គាត់យកឡូនយកអីមកឲ្យគាត់សញ្ញេចឹងទៅហើយការងាររបស់គាត់គឺគាត់ចាំសញ្ញេទៅលើឡូនក៏ដូចជាដើរដោះទៅលើឡេតលើអីផ្សេងនៅពេលដែលអតិថិជនរបស់គាត់ដែលបានបងយឺតបងអីចឹងទៅគឺគាត់ចុះទៅដោះស្រាយនៅទីតាំងផ្ទះមួយកន្លែងអញ្ចឹងណាហើយទាំងអស់នេះគឺជាការងារដែលបងចេងគាត់ធ្វើជាប្រចាំថ្ងៃបងចេងគាត់មានមិត្តភ័ក្តិម្នាក់មានឈ្មោះថាភុនដែលបងភុននេះគឺជាមិត្តភ័ក្តិលក្ខណៈជាមិត្តភ័ក្តិស្និទ្ធស្នាលស្គាល់គ្នាតាំងពីទូចមករហូតដល់ធំហើយពួកគាត់កាលពីនៅរៀនគឺរៀនជាមួយគ្នាហើយសម្បីតែភូមិរបស់គាត់ហ្នឹងក៏គាត់នៅភូមិមួយគ្នាដែរបងចេងគឺគាត់មានមិត្តភ័ក្តិផ្សេងទៀតក៏ប៉ុន្តែមិត្តដែលស្និទ្ធស្នាលជាងគេហ្នឹងគឺជាមួយនឹងបងភុនហើយពួកគាត់កាលពីនៅក្មេងរៀនសាលាជាមួយគ្នាដើរលេងតាណាតាណីជាមួយគ្នាបើយើងនិយាយជារួមមកជាមិត្តភ័ក្តិដ៏ជិតស្និទ្ធមែនទែនហើយដើមហេតុនៅក្នុងការដែលគាត់បានឡើងជា BM នេះពីដំបូងហ្នឹងគឺគាត់បានចូលមកធ្វើការជាបុគ្គលិកធនាគារជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលឈ្មោះថាភុននឹងឯងហើយបន្ទាប់មក performance ការងាររបស់គាត់ល្អការងាររបស់គាត់ធ្វើបានល្អអញ្ចឹងទៅខាងអគ្គនាយកគេក៏ឲ្យគាត់ឡើងទៅជា BM ដោយបងភុនដែលត្រូវជាមិត្តភ័ក្តិរបស់បងចេងហ្នឹងគឺគាត់អត់បានទូនាទីអីទេនៅពេលដែលពួកគាត់កំឡុងពេលដែលធ្វើការមួយគ្នាហ្នឹងបងភុនហ្នឹងគឺគាត់នៅត្រឹមតែជាបុគ្គលិកគេហៅថា CEO នឹងឯងគឺនៅក្រោមការគ្រប់គ្រងរបស់បងចេងហើយនៅកំឡុងពេលដែលពួកគាត់ចូលធ្វើការជាមួយគ្នាដំបូងហ្នឹងគឺពួកគាត់ពិតជាស្និទ្ធស្នាលមែនតើត្បិតថាតំបន់ដែលពួកគាត់កាន់ហ្នឹងផ្សេងគ្នាក៏ដោយក៏ប៉ុន្តែនៅពេលដែលមានការដោះលែតអីផ្សេងនៅក្នុងកំឡុងពេលដែលបងចេងក៏ដូចជាបងភុននៅតែជា CEO ដូចគ្នាហ្នឹងគឺពួកគាត់ទៅមួយគ្នាទៅដោះស្រាយទៅលើអតិថិជនដែលលែតអញ្ចឹងនៅពេលដែលទៅដោះស្រាយអីចឹងហូបបាយហូបអីមួយគ្នាសូម្បីតែចូលហូបកាហ្វេអញ្ចឹងមានម្នាក់មានលុយតើកាហ្វេមួយកែវហ្នឹងក៏ផឹកជាមួយគ្នាដែរលក្ខណៈថាកាហ្វេមួយកែវផឹក2នាក់ជួនកាលបងចេងមានលុយអញ្ចឹងទៅតែគាត់តែសម្រាប់តែបាយមួយចានណាបាយស្រូបមួយចានណាក៏ហូប2នាក់ដែរអញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនអរគ្នាដឹងហើយថាមិត្តភាពរបស់ពួកគាត់ហ្នឹងគឺចិត្តស្និទ្ធខ្លាំងមែនតើណាហើយបន្ទាប់ពីបងចេងនិងបងភុនហ្នឹងគាត់ធ្វើការ CEO ជាមួយនឹងគ្នាបុគ្គលិកធនាគារគេហៅថា CEO ជាមួយគ្នាបានរយៈពេល1ឆ្នាំដោយសារតែ performance របស់បងចេងហ្នឹងគាត់ល្អការដោះលែតការដើរប្រមូលលុយការរកឡូនរកអីរបស់គាត់ហ្នឹងបានល្អជាងបងភុនអញ្ចឹងគឺធ្វើឲ្យបងចេងគាត់មានតួនាទីមួយដែលគេហៅថា BM ជាប្រធាននៅក្នុងសាខាមួយកន្លែងហ្នឹងដោយផ្ទុយស្រឡះពីបងភុនដែលបងភុនគឺគាត់គ្រាន់តែជាបុគ្គលិក CEO performance ការងាររបស់គាត់អត់សូវល្អការដោះលែតការចេញឡូនអីរបស់គាត់អត់គ្រប់ទៅតាម plan ដែលក្រុមហ៊ុនគេដាក់ឲ្យអញ្ចឹង performance របស់គាត់គឺយ៉ាប់មែនតើអញ្ចឹងគឺមានតែបងចេងទេដែល performance របស់គាត់បានល្អអញ្ចឹងទៅខាងអគ្គនាយកខាងម្ចាស់ក្រុមហ៊ុនហ្នឹងគេក៏លើកបងចេងធ្វើ
ធ្វើជា BM អ្នកគ្រប់គ្រងជាប្រធាននៅក្នុងសាខាមកកន្លែងហ្នឹងនៅកំឡុងពេលដែលបងចេញគាត់ធ្វើជា BM ក៏ដូចជាប្រធាននៅក្នុងសាខាមកកន្លែងហ្នឹងដំបូងគឺមិនទាន់ជាមានបញ្ហាអីទេគាត់ធ្វើការគឺរលូនមែនទែនហើយការងាររបស់គាត់គឺកាន់តែល្អទៅពីមួយថ្ងៃទៅមួយថ្ងៃហើយមិត្តភាពរបស់គាត់ជាមួយនឹងបងផុនហ្នឹងក៏មិនជាប្រេះឆាមិនជាមានរឿងអីដែរមិត្តភាពរបស់គាត់គឺនៅតែល្អដូចគ្នាណាអញ្ចឹងប្រហែលឆ្នាំក្រោយមកពួកគាត់ក៏នៅតែធ្វើការជាមួយគ្នាដោយបន្ទាប់មកបងផុននេះដោយសារតែបានការណែនាំពីបងចេងឲ្យគាត់ខំប្រឹងធ្វើការអីចឹងទៅគាត់ក៏បានឡើងជាអនុប្រធានដែលមានតួនាទីការគ្រប់គ្រងស្តៀងទៅនឹងបងចេងដែរតែគ្រាន់តែក្រោមមួយឋានៈបន្ទាប់ពីបងចេងជាប្រធានហើយបងផុនហ្នឹងគាត់គឺជាអនុប្រធានអញ្ចឹងតើតងជាមួយនឹងការអនុម័តទៅលើ loan ការអនុម័តទៅលើការងារផ្សេងគឺអត់សូវខុសពីបងចេងហ្មងទេការងាររបស់បងផុនហ្នឹងគឺគាត់មានសិទ្ធិនៅក្នុងការអនុម័ត loan មានសិទ្ធិនៅក្នុងការទៅដោះលែតមានសិទ្ធិនៅក្នុងការសម្រេចទៅលើការងារផ្សេងនៅក្នុងក្រុមហ៊ុននឹងដូចគ្នាតែគាត់ថាលក្ខខណ្ឌខ្លះគឺខុសពីបងចេងតិចតួចដោយសារតែអនុប្រធាននិងប្រធានគឺការងារមិនសូវជាខុសគ្នាហ្មងទេបងប្អូនអ្នកគ្នាខ្ញុំសូម back មកក្រោយបន្តិចតើតើជាមួយនឹងពួកគាត់ទាំងពីរអ្នកហ្នឹងមិនមែនជាអ្នកនៅខាងខេត្តបាត់ដំបងតែម្ដងទេគឺគាត់ឡើងពីខេត្តផ្សេងទៅដែរទេគឺខាងខេត្តព្រះវិហារហើយគាត់នៅក្នុងភូមិមួយដែលបងចេងនិងបងផុនហ្នឹងគឺនៅភូមិនឹងមួយគ្នាហើយនៅកំឡុងពេលដែលពួកគាត់ឡើងទៅធ្វើការនៅខាងខេត្តបាត់ដំបងហ្នឹងគឺគាត់ទៅជាមួយគ្នាក៏ប៉ុន្តែបងចេងគឺគាត់មានបងប្អូននៅខាងខេត្តបាត់ដំបងពេលដែលគាត់មានបងប្អូននៅខាងខេត្តបាត់ដំបងអញ្ចឹងគឺគាត់បានទៅស្នាក់នៅជាមួយនឹងបងប្អូនរបស់គាត់នឹងសម្រាប់បងចេងក៏ប៉ុន្តែបងផុនគឺគាត់អត់មានបងប្អូនទេនៅខាងខេត្តបាត់ដំបងហ្នឹងអញ្ចឹងបងផុនហ្នឹងគឺគាត់ដើររកផ្ទះជួលបន្ទប់ជួលអីនៅជិតនឹងកន្លែងគាត់ធ្វើការហ្នឹងឯងដោយសារតែគាត់អត់មានបងប្អូនណាហើយសូម្បីតែការងារដែលបងផុនគាត់ឡើងមកធ្វើការហ្នឹងក៏បានបងចេងគាត់អូសទាញមកដែរបងប្អូនបងចេងហ្នឹងគាត់ហៅមកអីចឹងដោយសារតែឃើញបងផុនហ្នឹងគាត់អត់មានការងារធ្វើនៅតែផ្ទះនៅតែអីចឹងបងចេងគាត់ក៏ហៅមិត្តភ័ក្តិរបស់គាត់ហ្នឹងឡើងមកធ្វើការដែលជាបងផុនហ្នឹងឯងហើយពីដំបូងពួកគាត់គឺនៅបន្ទប់បែកគ្នាទេដោយបងផុនគាត់នៅបន្ទប់ជួលនៅជិតកន្លែងធ្វើការនៅជិត office ធ្វើការរបស់គាត់ហើយបងចេងគាត់នៅផ្ទះបងប្អូនរបស់គាត់នៅខាងខេត្តបាត់ដំបងហ្នឹងក៏នៅជិតកន្លែងដែលពួកគាត់ធ្វើការហ្នឹងដែររហូតដល់ពេលដែលបងចេងហ្នឹងគាត់ឡើងជាប្រធាននៅក្នុងសាខានៅពេលដែលបងផុនហ្នឹងគាត់ឡើងទៅជាអនុប្រធានសាខាមកកន្លែងហ្នឹងទើបបងចេងនេះគាត់សម្រេចចិត្តមកជួលបន្ទប់យ៉ាងធំមួយសម្រាប់នៅហើយដោយសារតែពិបាកថ្លៃទឹកថ្លៃភ្លើងណាហើយជំនាន់ហ្នឹងបងប្អូនអ្នកគ្នាធ្វើការធនាគារធ្វើការ CEO ហ្នឹងប្រាក់ខែមិនសូវជាបានថ្លៃប៉ុន្មានទេក្នុងកំឡុងឆ្នាំ2010ហ្នឹងបានរៀងល្មមដែរទេសើថាគាត់គង់តែខ្លួនឯងមិនចង់ក្រាន់ណាគាត់បានលុយតិចតួចមែនតែនដើម្បីផ្ដល់ទៅអ្នកផ្ទះអញ្ចឹងថ្លៃទឹកថ្លៃភ្លើងក៏រៀងពិបាកដែរអញ្ចឹងគាត់គិតមកប្រហែលថ្ងៃក្រោយមកគាត់ក៏សម្រេចចិត្តហៅបងផុននេះមកនៅបន្ទប់មួយគ្នាអញ្ចឹងបងប្អូននឹងដោយសារតែពិបាកដូចគ្នាគាត់ក៏សម្រេចចិត្តមកនៅជាមួយនឹងបងចេងអញ្ចឹងទៅហើយតាំងពីបងប្អូននិងបងចេងគាត់នៅមួយគ្នានឹងមកដោះស្រាយទៅលើថ្លៃទឹកថ្លៃភ្លើងថ្លៃអីផ្សេងហ្នឹងគឺបានធូរមែនតើដោយសារពួកគាត់ share គ្នាម្នាក់បន្តិចអញ្ចឹងទៅបានដោះស្រាយទាំងថ្លៃទឹកបានដោះស្រាយទាំងថ្លៃភ្លើងសំបីតែកន្លងមកពួកគាត់ធ្លាប់ហូបបាយនៅក្រៅបាយស្រាប់អញ្ចឹងណាហើយដល់ពេលដែលពួកគាត់នៅមួយគ្នាមានម្នាក់នៅដាំបាយនៅផ្ទះអញ្ចឹងទៅហើយមានម្នាក់ទៀតទៅទិញម្ហូបទិញអីធ្វើម្ហូបធ្វើអីញ៉ាំជុំគ្នាអញ្ចឹងទៅគឺគាត់លែងទៅហូបបាយក្រៅហើយសំបីទៅពេលដែលគាត់ទៅធ្វើការហ្នឹងក៏គាត់ដាំបាយដាំអីយកទៅធ្វើការដែរគឺគាត់លែងហូបបាយក្រៅទៀតហើយលក្ខណៈថាពួកគាត់ចាប់ផ្ដើមចាស់ចិត្តកំណត់ទៅក៏ចាប់ផ្ដើមសេវលុយចឹងតើតើជាមួយនឹងការរស់នៅជាមួយនឹងគ្នាទាំងពីរអ្នកហ្នឹងទាំងបងផុនទាំងបងជ័យហ្នឹងគឺប្រទៅគឺល្អមែនតែនក៏ប៉ុន្តែតែងតែមានការឆ្លោះប្រកែកគ្នាតិចតួចធម្មតាទេបងប្អូនអរគ្នាចាននៅក្នុងរាវគឺតែងតែប៉ះទង្គិចគ្នាខ្លះហើយតែមិត្តភាពរបស់ពួកគាត់គឺនៅតែដដែលណាអត់មានការប៉ះទង្គិចអីធ្វើឲ្យមិត្តភាពរបស់គាត់បែកបាក់ទេរហូតដល់មានថ្ងៃមួយទុកក្រៀមក្រំក៏បានកើតឡើងទៅលើបងចេងដោយសារតែអ្នកបណ្ដាច់របស់គាត់បានស្លាប់ចឹងណាគាត់បានមរណភាព
ហើយការស្លាប់របស់អ្នកម្ដាយរបស់បងជ័យហ្នឹងគឺអាក្រក់មែនទែនដោយសារតែការស្លាប់របស់គាត់ហ្នឹងគឺមានការហើមពោះសំបីតែភ្នែករបស់គាត់ហ្នឹងក៏លៀនចេញមកក្រៅដែរអត់ដឹងថាគាត់មានបញ្ហាអីទេគឺឃើញថាម្ដាយរបស់បងជ័យហ្នឹងក្នុងសភាពដែលគាត់ស្លាប់ហ្នឹងតាមដែលអ្នកភូមិគេនិយាយបងប្អូនរបស់បងជ័យគេនិយាយអ្នកដែលនៅភូមិហ្នឹងនៅពេលដែលឃើញសាកសពរបស់ម្ដាយបងជ័យហ្នឹងគឺអាក្រក់មែនទែនតាមដែលការប៉ាន់ស្មានរបស់អ្នកភូមិគឺគេថាម្ដាយបងជ័យហ្នឹងគឺត្រូវអំពើរបស់គេព្រោះថាបើតាមសុខភាពរបស់គាត់គឺគាត់អត់មានជំងឺអីទេហើយអ្នកម្ដាយរបស់បងជ័យហ្នឹងគឺគាត់មានអាយុទៅតែ52 53ឆ្នាំទេអញ្ចឹងសុខភាពរបស់គាត់មិនសូវជាទ្រុឌទ្រោមអីហ្មងដែរហើយគាត់ក៏អាសាទៅឆែកសុខភាពដែរក្នុងមួយខែពីរខែគឺគាត់ទៅឆែកសុខភាពម្ដងគឺអត់មានបញ្ហាអីទេសំបីតែពេលដែលគាត់ស្លាប់នឹងហើយមានពេទ្យមានអីគេមកធ្វើកសលវិច័យផ្សេងដោយសារតែស្ថានភាពសពរបស់ម្ដាយបងជ័យនេះអាក្រក់ពេកណាចឹងគេក៏ចុះមកធ្វើកសលវិច័យគេសង្ស័យថាជាអំពើឃាតកម្មអីចឹងតែក៏ប៉ុន្តែនៅពេលដែលគេចុះមកមើលទៅគឺអត់មានឃើញតម្រុយអីដែលថាម្ដាយបងជ័យហ្នឹងគាត់ស្លាប់ដោយសារតែអំពើឃាតកម្មទេហើយសុខភាពរបស់គាត់ក៏នៅរឹងមាំធម្មតាគាត់អត់មានជំងឺអត់មានអីទេចឹងខាងពេទ្យអីហ្នឹងគេក៏ឆ្ងល់ដែរដោយសារតែអត់មានតម្រុយពីការស្លាប់របស់ម៉ាក់បងជ័យហ្នឹងណាបងប្អូនដល់គ្នាដឹងមិនទេតកតងជាមួយនឹងការស្លាប់របស់ម៉ាក់បងជ័យហ្នឹងគឺអត់ខុសអីពីអ្នកភូមិរបស់បងជ័យហ្នឹងគាត់ប៉ាន់ស្មានទេអត់ខុសពីអីដែលសាច់ញាតិរបស់បងជ័យគាត់ប៉ាន់ស្មានទេគឺម្ដាយរបស់បងជ័យហ្នឹងគឺគាត់ស្លាប់ដោយសារតែគេធ្វើអំពើដាក់គាត់អញ្ចឹងគឺឃើញច្បាស់តែម្ដងដោយសារតែសាច់ញាតិរបស់បងជ័យហ្នឹងគាត់ទៅមើលពេទ្យទៅមើលអីពេទ្យគេអត់ដឹងថាគាត់កើតអីបានស្លាប់សាច់ញាតិរបស់បងជ័យហ្នឹងគាត់ក៏សម្រេចចិត្តទៅរកគ្រូហើយនៅពេលដែលរកគ្រូទៅគឺមែនបងប្អូនអ្នកគ្នាម៉ាក់បងជ័យហ្នឹងគឺគាត់បានស្លាប់ដោយសារតែគេធ្វើអំពើគឺសាហាវមែនទែនគេធ្វើអំពើដាក់គាត់ហ្នឹងគឺគេជប់ស្បែកក្របីចូលក្នុងពោះរបស់គាត់ណាហើយធ្វើឲ្យពោះរបស់គាត់ហើមខ្លាំងទៅហើយកាន់តែសាហាវទៀតគឺភ្នែករបស់គាត់លៀនចេញមកក្រៅហ្នឹងគឺដោយសារតែអាស្បែកក្របីហ្នឹងវាព្យាយាមចេញមកតាមភ្នែករបស់គាត់ចុងគឺសាហាវមែនតើបងប្អូនអរគ្នាការស្លាប់របស់ម្ដាយរបស់បងជ័យហ្នឹងអំពើដែលគាត់ត្រូវហ្នឹងគឺសាហាវមែនតើក្នុងរយៈពេលតែមួយជប់ទេគឺអត់មានណាគេដឹងតែម្ដងគឺគាត់បានស្លាប់ក្នុងកំឡុងពេលតែមួយជប់ទេពេលដែលគេធ្វើអំពើដាក់គាត់ហ្នឹងអញ្ចឹងបងជ័យគាត់គ្រាន់តែលឺដំណឹងនឹងភ្លាមគឺគាត់ពិបាកចិត្តមែនតើគាត់យំផងអីផងហើយដើរទៅសុំច្បាប់កន្លែងដែលគាត់ធ្វើការហ្នឹងទាំងយំទឹកភ្នែកស្រក់មកតក់ពីភ្នែករបស់គាត់ហ្មងណាដោយសារតែគាត់សំណោះមែនតើមិនសមថាម្ដាយរបស់គាត់ជួបរឿងអញ្ចឹងម៉ាក់របស់គាត់ហ្នឹងគឺជួបរឿងសាហាវមែនតើនៅក្នុងការស្លាប់របស់គាត់ហ្នឹងអញ្ចឹងគាត់ក៏សុំច្បាប់កន្លែងដែលគាត់ធ្វើការហ្នឹងចំនួនមួយសប្តាហ៍ដើម្បីទៅធ្វើបុណ្យសពឲ្យអ្នកម្ដាយរបស់គាត់ចឹងទៅហើយខាងកន្លែងធ្វើការរបស់គាត់ហ្នឹងគេក៏បានផ្ដល់ប្រាក់មួយចំនួនទៅកាន់បងជ័យដែរក៏ដូចជាមានបុគ្គលិកផ្សេងទៀតដែលគេគ្រប់ស្រឡាញ់បងជ័យហ្នឹងគេក៏បានចូលបុណ្យអ្នកខ្លះចូលតិចតួចតាមសទ្ធាចឹងទៅអ្នកខ្លះក៏បានទៅអ្នកខ្លះក៏អត់បានទៅចូលរួមពិធីបុណ្យសពរបស់ម៉ាក់បងជ័យចឹងទៅហើយជាពិសេសគឺបងភុនពេលហ្នឹងគឺគាត់ទៅដែរនៅក្នុងពិធីបុណ្យសពរបស់ម៉ាក់បងជ័យហ្នឹងគឺបងភុនគាត់ទៅដែរទៅជួយទទួលភ្ញៀវទៅជួយរៀបចំកន្លែងពិធីបុណ្យសពរបស់ម៉ាក់បងជ័យហ្នឹងដែរបន្ទាប់ពីសុំច្បាប់កន្លែងគេហើយទាំងបងភុនទាំងបងជ័យហ្នឹងគាត់ក៏ជិះឡានត្រឡប់មកស្រុករបស់គាត់វិញឡានឈ្នួលដោយសារតែខាងហ្នឹងគាត់អត់មានឡានផ្ទាល់ខ្លួនទេអញ្ចឹងគាត់ក៏ត្រឡប់មកកន្លែងស្រុករបស់គាត់ភូមិកំណើតរបស់គាត់ហ្នឹងមកដើម្បីធ្វើពិធីបុណ្យសពឲ្យអ្នកម្ដាយរបស់បងជ័យហ្នឹងចឹងទៅហើយបងជ័យនេះគាត់គ្រាន់តែមកដល់ក្នុងភូមិរបស់គាត់មកដល់នឹងមុខផ្ទះរបស់គាត់ភ្លាមទឹកភ្នែករបស់គាត់គឺចាប់ផ្ដើមហូរមកដោយសារតែគាត់សំណោះទៅលើម្ដាយរបស់គាត់ទៅដល់ម៉ាក់របស់គាត់ចឹងណាចឹងនៅពេលដែលបងជ័យគាត់ទៅដល់ផ្ទះរបស់គាត់ហ្នឹងពិធីបុណ្យសពរបស់ម៉ាក់របស់គាត់ក៏ប្រព្រឹត្តទៅជាធម្មតាហើយរហូតដល់ស្អែកឡើងគេដង្ហែសពដង្ហែអីរបស់ម៉ាក់បងជ័យហ្នឹងយកទៅវាលរហោឋានចឹងទៅវាលកប់សពណាហើយសពរបស់ម៉ាក់បងជ័យហ្នឹងគឺគេអត់កប់ទេគឺគេបានបូជានៅក្នុងឡដែលឡនៅក្នុងវត្តនឹងឯងដោយសារការហ្នឹងគឺអត់ទាន់មានមេនអត់ទាន់មានអីទេគឺមានតែឡសម្រាប់បូជាសពនឹងឯងចឹងបន្ទាប់ពីពិធីបូជាហើយអីហើយក៏អត់បាន
ចាំដល់7ថ្ងៃទៅធ្វើបន់ភ្ជាប់ទេគឺគេធ្វើបន់តេកណានុប្រទានហ្នឹងគឺធ្វើភ្ជាប់គ្នាទៅជាមួយនឹងបន្ទាប់ពីបន់សពនឹងតែម្ដងគឺអត់ចាំ7ថ្ងៃទៅធ្វើបន់តេកណានុប្រទាននឹងទេហើយកំឡុងពេលដែលបងចេញគាត់ទៅពិធីបុណ្យសពរបស់ម៉ាក់របស់គាត់ហ្នឹងគឺគាត់បានបួសមុខភ្លើងដើម្បីជូនដំណើរម៉ាក់របស់គាត់នឹងឯងនៅខាងភូមិស្រុករបស់បងជ័យហ្នឹងឲ្យតែពេលដែលបូជាអញ្ចឹងអ្នកដែលគាត់បួសមុខភ្លើងហ្នឹងគឺត្រូវសមាធិនៅនឹងមុខកន្លែងឡកន្លែងឡគេបូជាសពហ្នឹងគឺត្រូវសមាធិនៅមុខហ្នឹងហើយបងជ័យគាត់បួសនៅមុខភ្លើងហ្នឹងហើយគឺគាត់សមាធិនៅមុខហ្នឹងឯងបងជ័យគឺគាត់បិទភ្នែកទៅគឺគាត់ចេះតាសម័យឃើញម៉ាក់របស់គាត់ឃើញតាំងពីអនុស្សាវរីយ៍កាលពីបងជេងគាត់នៅក្មេងៗម៉ាក់របស់គាត់មើលថែបែបម៉េចគឺឃើញទាំងអស់តែម្ដងក៏ប៉ុន្តែនៅពេលដែលបងជេងគាត់កាន់តែស្លុងទៅជាមួយនឹងអនុស្សាវរីយ៍របស់ម៉ាក់របស់គាត់កាលពីគាត់នៅក្មេងៗជាមួយនឹងគាត់ហ្នឹងគាត់ស្រាប់តែស្លុងទៅរហូតដល់ឃើញម៉ាក់របស់គាត់ហ្នឹងស្រែកថាជួយម៉ាក់ផងមានគេចាប់ម៉ាក់ទៅហើយគាត់ស្ដាប់បានតែប៉ុណ្្នឹងគាត់ក៏ភ្ញាក់មកវិញហើយគាត់ក៏ព្យាយាមស្មឹងស្មាតម្ដងទៀតហើយគាត់ក៏ចាប់ផ្ដើមស្លុងទៅម្ដងទៀតក៏ឃើញម៉ាក់របស់គាត់ចាប់ផ្ដើមស្រែកអញ្ចឹងទៀតជួយម៉ាក់ផងទាំងស្ថានភាពដែលបងចេញគាត់ឃើញនឹងម៉ាក់របស់គាត់គឺពិបាកមែនទែនគាត់អត់មានទាំងកៅអៅស្លៀកពាក់គាត់មើលទៅមានភ្លើងមានអីឆេះជុំវិញខ្លួនរបស់គាត់ចឹងណាគាត់ថាគាត់ក្តៅណាស់បងជេងគាត់សមាធិបដាគាត់នៅបដាហ្នឹងគឺទឹកភ្នែករបស់គាត់ហូរមកដូចទឹកដែលគេចាក់ពីកែវមកទឹកភ្នែករបស់គាត់គឺហូរមកច្រាវម៉ាត់ចេញពីភ្នែករបស់គាត់តែម្ដងបងជេងគាត់ឃើញស្ថានភាពម៉ាក់របស់គាត់បែបហ្នឹង2ដងហើយតែគាត់គិតថាប្រហែលជាគាត់សម័យខ្លួនឯងឃើញម៉ាក់របស់គាត់ក្នុងស្ថានភាពបែបហ្នឹងហើយគាត់ក៏ចេះតែបន្តសមាធិបន្តទៀតចឹងទៅគាត់ស្មឹងស្មានបន្តទៀតក៏ស្រាប់តែលើកទី3ហ្នឹងគឺឃើញអត់ខុសគ្នាពីលើកទី2ដែលគាត់បានឃើញហ្នឹងទេអត់ខុសពីលើកទី1ទី2ដែលគាត់បានស្មឹងស្មាតទៅឃើញទេគឺឃើញម៉ាក់របស់គាត់ហ្នឹងគឺឃើញអត់មានកៅអៅអត់មានអីពាក់ទេហើយខ្លួនរបស់គាត់កំពុងតែឆេះដោយភ្លើងគាត់ស្រែកក្តៅណាស់អញ្ចឹងលើកទី3នេះគឺបងជេងគាត់ចាប់អារម្មណ៍តែម្ដងហើយគាត់ក៏ភ្ញាក់ចេញពីសមាធិរបស់គាត់ហើយគាត់ដើរមកទាំងទឹកភ្នែកទាំងយំមកនិយាយជាមួយនឹងសាច់ញាតិរបស់បងជេងហើយគាត់ក៏និយាយថាពេលដែលគាត់សមាធិមុនហ្នឹងលើកទី1គឺគាត់បានឃើញម៉ាក់របស់គាត់ហ្នឹងអត់មានកៅអៅអត់មានអីនៅទីវាលងងឹតឈឹងតែម្ដងហើយខ្លួនរបស់ម៉ាក់របស់គាត់ហ្នឹងគឺសិតតែភ្លើងឆេះហើយស្រែកថាក្តៅណាស់អញ្ចឹងណាហើយឲ្យបងជ័យហ្នឹងជួយគាត់ផងហើយលើកទី2ដូចគ្នាលើកទី3ក៏ដូចគ្នាហើយគាត់ទៅលឺអញ្ចឹងភ្លាមសាច់ញាតិរបស់បងជ័យនេះគេក៏សង្ស័យថាវិញ្ញាណរបស់ម៉ាក់បងជ័យហ្នឹងគាត់ទៅអត់បានស្ងប់ទេប្រកាសជាមានរឿងអីមួយអញ្ចឹងសាច់ញាតិរបស់បងជ័យនេះគេក៏សម្រេចចិត្តទៅរកគ្រូដើម្បីមើលថាវិញ្ញាណរបស់ម៉ាក់បងជ័យហ្នឹងគាត់មានបញ្ហាអីបាននៅពេលដែលបងជ័យគាត់បិទភ្នែកស្មឹងស្មាតនៅមុខភ្លើងហ្នឹងទៅគឺឃើញទស្សនវិជ្ជាបែបហ្នឹងនៅពេលដែលគាត់ទៅរកគ្រូមើលហ្នឹងគឺគេឃើញថាម៉ាក់បងជ័យហ្នឹងពីដំបូងគឺគាត់ស្លាប់ដោយសារតែគេដាក់អំពើហើយក្រោយមកគឺគ្រូដែលបានដាក់អំពើម៉ាក់បងជ័យហ្នឹងគឺគេចាប់វិញ្ញាណរបស់ម៉ាក់បងជ័យគេយកទៅទុកប្រើការប្រើអីទៅលើវិញ្ញាណម៉ាក់បងជ័យហ្នឹងអញ្ចឹងណាបងជ័យហ្នឹងគាត់តែលើគ្រូហ្នឹងគាត់និយាយអញ្ចឹងភ្លាមទឹកភ្នែករបស់គាត់ហ្នឹងគឺហូរមកទៀតហើយហូរមកម៉ាត់ចេញពីភ្នែករបស់គាត់ហ្មងព្រោះពេលហ្នឹងគាត់នឹកឃើញថាម៉ាក់របស់គាត់ហ្នឹងស្លាប់ដោយវេទនាណាស់ហើយឥឡូវវិញ្ញាណរបស់ម៉ាក់របស់គាត់ហ្នឹងគឺត្រូវគេចាប់ទៀតអញ្ចឹងពេលហ្នឹងវិញ្ញាណម៉ាក់របស់បងជ័យហ្នឹងគឺຕົកជន់លើតុតែម្ដងពេលហ្នឹងបងជ័យក៏ຕົកជន់លើតុដែរដោយសារតែម្ដាយរបស់គាត់ទៅតែស្លាប់ហើយការស្លាប់របស់គាត់ហ្នឹងកាន់តែគួរសង្វេគណាសាហាវមែនតើហើយគាត់ពិបាកចិត្តរឿងហ្នឹងមួយហើយឥឡូវគាត់ត្រូវពិបាកចិត្តមួយទៀតដោយសារតែវិញ្ញាណរបស់ម៉ាក់របស់គាត់ហ្នឹងត្រូវគេចាប់គ្រូគេចាប់យកទៅប្រើការអីចឹងទៅតែគ្រូដែលបងជ័យគាត់បានទៅរហ្នឹងសាច់ញាតិរបស់បងជ័យគាត់បានទៅរនឹងបងជ័យនឹងគាត់ទៅរហ្នឹងគ្រូម្នាក់ហ្នឹងគាត់ក៏និយាយប្រាប់បងជ័យថាលក្ខណៈថាគាត់ប្រហើបប្រាប់បងជ័យថាគ្រូម្នាក់ហ្នឹងគឺអត់នៅនេះទេគឺគាត់ថាគ្រូហ្នឹងគឺនៅឆ្ងាយព្រោះស្រួលមិនស្រួលគ្រូមួយហ្នឹងគឺនៅឯខេត្តដែលបងជ័យធ្វើការហ្នឹងឯងអញ្ចឹងបងប្អូនអរគ្នាប្រកាសជាដឹងហើយមែនអត់គ្រូហ្នឹងគឺនៅខាងខេត្តបាត់ដំបង
គឺនៅខេត្តដែលបងចេញទៅធ្វើការជាប្រធានសាខាហ្នឹងហើយគាត់តែពេលហ្នឹងភ្លាមគ្រូនឹងគាត់កំពុងតែនិយាយជាមួយនឹងបងចេញក៏ដូចជាសាច់ញាតិបងចេញហ្នឹងបងចេញគាត់ចាប់ផ្ដើមមានអាការៈប្លែកគាត់ចាប់ផ្ដើមកត្រាក់ដៃកត្រាក់ជើងចាប់ផ្ដើមបកាច់បែកពពុះមាត់ពេញហ្នឹងហ្មងហើយនិយាយមកគឺមិនមែនជាបងចេញទេនិយាយមកសំដីអាក្រក់មែនទែនហើយសំលេងជាមនុស្សស្រីហើយពេលហ្នឹងមនុស្សស្រីដែលនៅក្នុងខ្លួនរបស់បងចេញហ្នឹងគេក៏និយាយថាគេគឺជាព្រាយកបុតក្បាលហ្នឹងគឺបានចូលមកក្នុងខ្លួនបងចេញហើយនៅពេលដែលចូលហ្នឹងគឺនិយាយពាក្យអាក្រក់ជេរគ្រូហ្នឹងផងអីផងហើយចង់ធ្វើអីអញហើយខ្លាំងហើយធ្វើមកគ្រូហ្នឹងមានអីគាត់ចាប់ផ្ដើមសូត្រមន្តអាគមសូត្រគាថារបស់គាត់ទៅគាត់ក៏យកអាទឹកនៅផ្ទាល់មុខរបស់គាត់ហ្នឹងយកមកបាចទៅលើរូបរាងបងចេញហើយព្រាយដែលនៅក្នុងខ្លួនបងចេញហ្នឹងគេចាប់ផ្ដើមស្រែកអូក្តៅណាស់ហើយវាក្តៅអញ្ចឹងហើយវាក៏និយាយទៀតថាឯងគិតតែធ្វើប៉ុណ្ណឹងធ្វើអញបែកមែនស្ពួនអញ្ចឹងទៀតណាហើយគ្រូនឹងគាត់ក៏ចាប់ផ្ដើមបន្ថែមមុនគាថាបន្ថែមអាគមអីរបស់គាត់ចូលក្នុងទឹកនឹងទៀតទៅគាត់ក៏ប្រោះទៅលើរូបរាងបងចេញម្ដងទៀតហើយនៅពេលដែលប្រោះឡើងទៅព្រាយនឹងវាលក្ខណៈថាវាកាន់តែខ្សោយទៅគ្រូនឹងគាត់ក៏បានទាញសីមាពណ៌សមួយអំបោះសីមាពណ៌សមកយកមករុំជុំវិញខ្លួនបងចេញហើយនៅពេលដែលគាត់រុំជុំវិញខ្លួនបងចេញនឹងហើយពេលហ្នឹងគឺបានន័យថាគ្រូម្នាក់ហ្នឹងគឺគាត់បានចាប់វិញ្ញាណព្រាយកបុតក្បាលនឹងបានហើយបន្ទាប់ពីចាប់វិញ្ញាណចងវិញ្ញាណព្រាយកបុតក្បាលនឹងបានហើយគាត់ក៏ចាប់ផ្ដើមធ្វើទារុណកម្មផ្សេងដោយយកអំពាត់យកអីមកវាយលើរូបរាងបងចេញហ្នឹងអញ្ចឹងទៅបខំឲ្យព្រាយម្នាក់ហ្នឹងវានិយាយថាគ្រូនឹងនៅឯណាគ្រូនឹងធ្វើអីខ្លះគេថាគ្រូនឹងគឺបានប្រើគេឲ្យមកសម្លាប់បងចេញហើយសំបីតែអំពើដំបងហ្នឹងក៏គ្រូហ្នឹងគេចង់ធ្វើដើម្បីមកសម្លាប់បងចេញដែរក៏ប៉ុន្តែដោយសារតែបងចេញហ្នឹងគាត់ឫស្សីខ្ពស់អញ្ចឹងទៅគឺធ្វើឲ្យអំពើមួយហ្នឹងគឺវាឡងទៅកាន់ម៉ាក់របស់គាត់មិនមែនត្រូវបងចេញក៏ប៉ុន្តែទៅត្រូវម៉ាក់របស់គាត់ដែរគាត់មានរាសីទាបវិញអញ្ចឹងគឺធ្វើឲ្យម៉ាក់បងចេញហ្នឹងគាត់ស្លាប់ហ្នឹងកុំអីអ្នកដែលត្រូវស្លាប់ហ្នឹងគឺមិនមែនជាម៉ាក់បងចេញទេគឺបងចេញនឹងឯងអញ្ចឹងការពិតទៅអំពើហ្នឹងគឺគេមិនធ្វើមកដាក់ម៉ាក់បងចេញហ្មងទេគឺគេធ្វើមកដាក់បងចេញនឹងឯងគឺគេចង់ឲ្យបងចេញស្លាប់ហ្មងណាក៏ប៉ុន្តែដោយសារតែរាសីរបស់បងចេញហ្នឹងគាត់រាសីរៀងខ្ពស់ម៉ាក់របស់គាត់ហ្នឹងរាសីទាបអញ្ចឹងទៅអំពើហ្នឹងឡងទៅត្រូវម៉ាក់របស់បងចេញវិញធ្វើឲ្យគាត់ស្លាប់ហ្នឹងណាដោយសភាពស្លាប់របស់គាត់ហ្នឹងគឺសាហាវមែនតើហើមពោះឲ្យភ្នែករបស់គាត់ហ្នឹងលៀនចេញមកក្រៅទៀតណាអញ្ចឹងគ្រូហ្នឹងនៅពេលដែលដឹងថាអំពើទាំងអស់ហ្នឹងគេសម្ដៅមកលើបងចេញទេគាត់ក៏ចាប់ផ្ដើមធ្វើពិធីផ្សេងដើម្បីរំដោះអំពើហ្នឹងពីបងចេញហ្នឹងអញ្ចឹងទៅហើយបន្ទាប់ពីពិធីរំដោះអំពើដេញវិញ្ញាណព្រាយកបុតក្បាលដែលនៅក្នុងខ្លួនរបស់បងចេញហ្នឹងហើយគាត់ក៏បានឲ្យវត្ថុស័ក្តិសិទ្ធិមួយចំនួនឲ្យបងចេញដាក់នៅក្នុងខ្លួនដើម្បីការពារគាត់ព្រោះគម្រោងរបស់អ្នកដែលធ្វើអំពើមកកាន់បងចេញហ្នឹងគឺគេមិនទាន់ចប់ទេដរាបណាដែលបងចេញគាត់មិនទាន់ស្លាប់ណាគេនៅតែធ្វើអំពើបន្តមកទៀតអញ្ចឹងគ្រូនឹងបន្ទាប់ពីធ្វើពិធីធ្វើអីនឹងហើយគាត់ក៏ឲ្យវត្ថុស័ក្តិសិទ្ធិផ្សេងដើម្បីឲ្យបងចេញទុកនឹងខ្លួនការពារគាត់ការពារពីអំពើការពារពីព្រាយអីដើម្បីកុំឲ្យព្រាយនឹងវាមករកគាត់កុំឲ្យអំពើនឹងមកត្រូវគាត់ទៀតអញ្ចឹងទៅបន្ទាប់ពីធ្វើពិធីនឹងចប់ពិធីបុណ្យរបស់ម៉ាក់បងចេញនឹងបានចប់ហើយគាត់ក៏ត្រឡប់មកធ្វើការនៅខេត្តបាត់ដំបងវិញអញ្ចឹងទៅហើយរឿងរ៉ាវគ្រប់យ៉ាងគាត់ក៏និយាយប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ដែលឡើងទៅធ្វើការមួយគ្នាហ្នឹងដែលឈ្មោះបងផុនដែលត្រូវជាមិត្តភ័ក្តិរបស់គាត់ដែលនៅភូមិមួយគ្នាហ្នឹងគឺឡើងមកជាមួយគ្នានឹងឯងហើយពេលហ្នឹងពេលដែលបងចេញទៅរកគ្រូសាច់ញាតិរបស់បងចេញគាត់ទៅរកគ្រូរកអីហ្នឹងបងផុនហ្នឹងគឺគាត់អត់បានទៅជាមួយទេដោយសារតែគាត់នឹកផ្ទះផងអីផងគាត់បានត្រឹមតែមកចូលរួមពិធីបុណ្យសពរបស់ម៉ាក់បងចេញហ្នឹងទេហើយមួយថ្ងៃផ្សេងហ្នឹងគឺគាត់ទៅផ្ទះគាត់ទៅលេងម៉ាក់ទៅលេងអីគាត់ចឹងទៅហើយថ្ងៃដែលបងចេញគាត់មករកគ្រូរកអីហ្នឹងបងផុនគឺគាត់អត់បានមកជាមួយទេអញ្ចឹងសាច់រឿងផ្សេងគឺបងផុនគាត់អត់ដឹងទេតោះតែពេលដែលបងចេញគាត់បញ្ចប់កិច្ចការនៅក្នុងភូមិរបស់គាត់នឹងហើយពិធីបុណ្យសពរបស់ម៉ាក់របស់គាត់នឹងចប់ហើយ
ទើបគាត់ត្រឡប់ឡើងទៅបាត់ដំបងវិញទៅធ្វើការវិញទើបបងជ័យហ្នឹងគាត់និយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅបងភុនហ្នឹងគាត់រៀបរាប់ប្រាប់ពីមានអ្នកធ្វើអំពើធ្វើអីមកលើគាត់តែមិនត្រូវគាត់ទៅជាត្រូវម៉ាក់របស់គាត់ហើយគ្រូនឹងបានដោះបានបដិញវិញ្ញាណព្រាយកបុតក្បាលនឹងចេញពីក្នុងខ្លួនរបស់គាត់ហើយក៏បានឲ្យវត្ថុស័ក្តិសិទ្ធិមួយចំនួនដើម្បីឲ្យបងជ័យនឹងគាត់ការពារខ្លួនផងដែរបញ្ចប់ពីពេលហ្នឹងទៅបងជេងគឺគាត់ធ្វើការជាធម្មតាតែគាត់តែពេលហ្នឹងអារម្មណ៍គាត់គឺអត់នៅក្នុងខ្លួនទេណាដោយសារតែពេលដែលគាត់ទៅរកគ្រូនឹងថាអត់ទាន់អាចជួយវិញ្ញាណរបស់ម៉ាក់បងជ័យនឹងបានភ្លាមទេគាត់ទៅដល់ថ្ងៃដល់ខែអាចជួយទៅលើវិញ្ញាណម៉ាក់របស់គាត់បានតតាំងជាមួយនឹងគ្រូនឹងបានទើបគាត់អាចជួយបានណាមួយបងជ័យហ្នឹងដល់ពេលដែលគ្រូនឹងគាត់មើលទៅលើបងជ័យនឹងគាត់ក៏មានគ្រូកាន់ដែរអញ្ចឹងណាគ្រូដើមកំណើតគាត់នឹងកាន់អញ្ចឹងនៅពេលដែលដល់ថ្ងៃដល់ខែបងជេងក៏ដូចជាគ្រូនឹងសហការមួយគ្នាទៅជួយឲ្យម្ដាយរបស់គាត់រួចពីការឃុំក្រងពីគ្រូដែលបានដាក់អំពើការចាប់វិញ្ញាណអីម្ដាយរបស់ម៉ាក់បងជេងនឹងទើបអាចជួយបានតទៅដល់ពេលហ្នឹងតែគាត់ទៅពេលហ្នឹងគ្រូម្នាក់ហ្នឹងគាត់អត់បានបញ្ជាក់បងជេងទេថាថ្ងៃណាខែណាទើបដល់ពេលវេលាហ្នឹងទើបគ្រូកំណើតរបស់បងជេងហ្នឹងគាត់ចូលមកឃុំក្រងទៅលើបងជេងបាន 100% អញ្ចឹងណាចឹងតាំងពីពេលហ្នឹងមកបងជេងគឺគាត់ពិបាកចិត្តខ្លាំងមែនតើគាត់ពិបាកចិត្តទាំងម្ដាយរបស់គាត់ស្លាប់គាត់ពិបាកចិត្តទាំងវិញ្ញាណម្ដាយរបស់គាត់នឹងត្រូវបានគេចាប់យកទៅប្រើការនេះប្រើការនោះក្នុងពិធីខ្មៅរបស់គេចឹងទៅនឹងធ្វើឲ្យបងជ័យនឹងគាត់ធ្វើការក៏អត់សូវបានល្អដែរហើយពាក់ព័ន្ធជាមួយនឹងបងជ័យនឹងពីមួយថ្ងៃទៅមួយថ្ងៃគាត់មានអារម្មណ៍ថាសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោមទៅតែគាត់មិនបានគិតអីច្រើនទេណាដោយសារតែគាត់គិតថាគាត់នឹងគាត់ពិបាកចិត្តខ្លាំងពេកណាមួយគាត់ហូបបាយហូបអីមិនសូវបានផងអញ្ចឹងសុខភាពរបស់គាត់វាទ្រុឌទ្រោមចុះខ្សោយវាជារឿងធម្មតាទេជាពិសេសនៅពេលដែលបងជេងគាត់គេងលក់យប់ឡើងគាត់តែងតែយល់សប្តិឃើញថាម្ដាយរបស់គាត់នឹងមកស្រែកហៅគាត់ទាំងខ្លួនរបស់គាត់នឹងកំពុងតែឆេះដោយភ្លើងស្រែកឲ្យជួយផងរាល់យប់តែម្ដងអញ្ចឹងការគេងការអីរបស់បងជេងនឹងក៏មិនសូវជាលក់ស្រួលអីមិនដែរដោយសារតែគាត់យល់សប្តិរហូតណានិយាយពីវត្ថុស័ក្តិសិទ្ធិដែលគ្រូនោះគេឲ្យគាត់មកការពារខ្លួនពីអំពើពីព្រាយកបុតក្បាលដែលតាមគាត់នឹងបងជេងគាត់គ្រាន់តែមកដល់បន្ទប់កន្លែងដែលគាត់សម្រាកនឹងភ្លាមគឺគាត់ធ្វើហឹងធ្វើអីសម្រាប់ដាក់ដង្កល់តែម្ដងហើយនៅពេលដែលគាត់នៅក្នុងបន្ទប់អញ្ចឹងទៅគាត់ទុកវត្ថុស័ក្តិសិទ្ធិនឹងនៅលើហឹងហ្នឹងតែនៅពេលដែលគាត់ទៅធ្វើការធ្វើងារអីចឹងគឺគាត់តែងតែយកទៅតាមព្រោះវត្ថុស័ក្តិសិទ្ធិហ្នឹងប្រភេទជាខ្សែកដែលគ្រូនឹងគាត់បានធ្វើឲ្យបងជេងពាក់ណាហើយវត្ថុស័ក្តិសិទ្ធិដែលគ្រូនឹងឲ្យនឹងក៏មិនមែនមានតែខ្សែកមួយខ្សែនឹងដែរមានអំបោះក្រហមដែលចងនឹងដៃខាងឆ្វេងរបស់គាត់ដែរហើយអំបោះក្រហមហ្នឹងគឺគាត់ទៅណាមកណាគឺគាត់ពាក់រហូតគឺអត់ដែរដោះទេសំបីតែគាត់ងូតទឹកសំបីតែគាត់សម្រាកគេហ្នឹងក៏គាត់ពាក់ជាប់ដៃរហូតជាប់ជាប្រចាំហ្មងបងជេងដោយសារតែគាត់មិនឃើញថាមានរឿងអីដែលកើតឡើងមកលើគាត់ក៏ប្រើជីវិតរបស់គាត់នឹងតាមធម្មតាចឹងទៅរស់នៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលឈ្មោះថាផុនហ្នឹងណាហើយការងាររបស់គាត់នឹងក៏ចាប់ផ្ដើមល្អប្រសើរឡើងមកវិញម្ដងបន្តិចដែរតែគ្រាន់តែគាត់នៅតែពិបាកចិត្តរឿងដែលវិញ្ញាណម៉ាក់របស់គាត់នឹងត្រូវបានគ្រូអាគមម្នាក់នឹងចាប់ដោយគាត់មិនទាន់អាចដោះស្រាយបានគាត់នៅពិបាកចិត្តរឿងហ្នឹងហើយគាត់ក៏នៅតែបន្តប្រើជីវិតតាមបែបធម្មតារបស់គាត់បន្តទៀតចឹងទៅហើយរហូតដល់មួយរយៈក្រោយមកគាត់មានអារម្មណ៍ថាខ្សែសីមាក្រហមដែលគ្រូគាត់បានចងឲ្យហ្នឹងគាត់មានអារម្មណ៍ថាវាចាប់ផ្ដើមដាច់បន្តិចម្ដងមអតឺស័យពីមួយថ្ងៃទៅមួយថ្ងៃដាច់ម្ដងមអតឺស័យតែម្ដងក្នុងមួយថ្ងៃមអտឺស័យដាច់បន្តគ្នារហូតគាត់ដោយសារតែឃើញរឿងហេតុចម្លែកកើតឡើងអញ្ចឹងគាត់ក៏តាក់ទងសួរទៅគ្រូដែលចងសីមាឲ្យវត្ថុស័ក្តិសិទ្ធិឲ្យអីគាត់មកការពារខ្លួននឹងហើយនៅពេលដែលគាត់តាក់ទងទៅគ្រូនឹងគាត់ប្រាប់ថាខាងគ្រូដែលបានដាក់អំពើទៅលើបងជេងហ្នឹងគឺគេកំពុងតែបុកទាំងអំពើគេបុកទាំងវិញ្ញាណខ្មោចវិញ្ញាណព្រាយតៃហោងអីផ្សេងហ្នឹងមកខ្លាំងតែនេះដោយសារតែបងជេងគាត់នៅរាសីរៀងខ្ពស់
ហើយណាមួយបានវត្ថុស័ក្តិសិទ្ធិដែលគ្រូម្នាក់នឹងឲ្យគាត់មកការពារខ្លួនមានទាំងសីមាមានទាំងខ្សែកអីផ្សេងហ្នឹងជួយឃុំក្រងគាត់ផងអញ្ចឹងទើបធ្វើឲ្យអំពើហ្នឹងវាអត់ទាន់អាចចូលមកក្នុងខ្លួនរបស់បងជ័យនឹងបានណាបន្ទាប់ពីគាត់និយាយជាមួយនឹងគ្រូម្នាក់នឹងហើយក៏ស្រាប់តែឃើញបងភុនហ្នឹងគាត់មិនដឹងថាត្រឡប់មកពីណាទេហើយឃើញថាបងភុនហ្នឹងគាត់កាន់ម្ហូបកាន់ស៊ុបកាន់បាយអីផ្សេងហ្នឹងមកយកមកដាក់ហូបជាមួយនឹងបងជ័យនឹងឯងហើយពួកគាត់ក៏រៀបចំហូបបាយជុំគ្នាណាហើយដោយសារតែពេលហ្នឹងពួកគាត់ទើបតែចេញមកពីធ្វើការហើយគាត់ក៏ហូបបាយបដាគាត់ប្រាជ្ញគ្នាបដានិយាយពីរឿងនេះនិយាយពីរឿងនោះហើយគាត់ក៏បាននិយាយប្រាប់ទៅបងភុននឹងដែរថាឥឡូវហ្នឹងខ្សែសីមាដែលចងនៅដៃខាងឆ្វេងរបស់គាត់ហ្នឹងចាប់ផ្ដើមដាច់ម្ដងបន្តិចហើយដោយសារតែគ្រូដែលបានធ្វើអំពើមកលើគាត់ហ្នឹងគឺគេបានបុកអំពើមកខ្លាំងបានប្រើវិញ្ញាណព្រាយប្រើអីមកដើម្បីមកធ្វើទុកបុកម្នេញទៅលើបងជ័យនឹងខ្លាំងអញ្ចឹងណាអញ្ចឹងទើបធ្វើឲ្យខ្សែសីមាអីរបស់គាត់ហ្នឹងចាប់ផ្ដើមមានការដាច់ម្ដងមកសរសៃម្ដងមកសរសៃតែម្ដងហើយពេលដែលបងជ័យគាត់និយាយអញ្ចឹងហើយបងភុនហ្នឹងគាត់ក៏សួរទៅបងជ័យវិញថានៅពេលអញ្ចឹងឯងធ្វើមិនទៅហើយបងជ័យហ្នឹងគាត់ក៏និយាយតាមធម្មតាគាត់និយាយប្រាប់ទៅបងប្អូននឹងថាប្រហែលជាមួយថ្ងៃទៀតអញត្រូវចុះទៅគ្រូនឹងទៀតហើយទៅជួបគាត់ទៀតហើយដើម្បីឲ្យគាត់មើលផងដើម្បីឲ្យគាត់ជួយចងសមាចងអីបន្ថែមដោយសារតែអត់ទាន់ដល់ថ្ងៃដែលគ្រូដើមកំណើតរបស់គាត់នឹងគាត់មកឃុំក្រងពេញលេញទៅលើបងជ័យហ្នឹងណាគឺមានកំណត់តាមអាយុគាត់ចឹងទៅតែអត់ទាន់ដឹងថាតើគាត់អាយុប៉ុន្មានទើបគ្រូម្នាក់ហ្នឹងគ្រូកំណើតរបស់បងជ័យហ្នឹងគេឃុំក្រងទៅលើបងជ័យហ្នឹងបានពេញលេញល្អហើយបងជ័យគាត់ក៏និយាយប្រាប់ទៅបងភុននឹងទៀតថាឥឡូវហ្នឹងគឺគាត់ពិបាកចិត្តខ្លាំងមែនទែនដោយសារតែគាត់អត់ទាន់អាចជួយម៉ាក់របស់គាត់បានណាជួយវិញ្ញាណម៉ាក់របស់គាត់បានដែលត្រូវគ្រូអាគមម្នាក់នឹងចាប់យកទៅឃុំយកទៅអីចឹងទៅពួកគាត់ប្រាជ្ញគ្នាមកសន្ទុះនិយាយរឿងនេះរឿងនោះមកសន្ទុះហើយក៏ហូបបាយហើយក៏រៀបចំយកបាយយកអីហ្នឹងទៅទុកអីចឹងទៅរៀបចំលាងចានលាងអីហើយក៏នាំគ្នាចូលសម្រាកចូលអីរៀងខ្លួនហើយដូចយប់រាល់ដងពេលដែលបងជ័យគាត់គេងទៅគឺគាត់តែងតែយល់សពឃើញម៉ាក់របស់គាត់នឹងនៅក្នុងសភាពមួយដែលស្រែកហៅឲ្យគាត់ជួយឃើញខ្លួនរបស់គាត់មានភ្លើងមានអីឆេះពេញខ្លួនតែម្ដងហើយក៏ដូចយប់រាល់ដងដែរនៅពេលដែលគាត់គេងហ្នឹងគឺគាត់គេងមិនសូវជាលក់ស្រួលហ្មងទេគឺគាត់ចេះតែយល់សពឃើញនេះយល់សពឃើញនោះរហូតចឹងណាហើយយប់ហ្នឹងគឺគាត់យល់សពជាប់រហូតគាត់យល់សពអាក្រក់មែនតើរហូតដល់ព្រឹកឡើងគាត់ភ្ញាក់មកគាត់មើលទៅលើអាកន្លែងខ្សែសីមាដែលចងជាប់នៅដៃឆ្វេងរបស់គាត់ហ្នឹងគាត់ឃើញថាថ្ងៃហ្នឹងគឺចម្លែកមែនតើដោយសារតែខ្សែសីមារបស់គាត់ហ្នឹងនៅសល់តែ4សរសៃទៀតទេគឺដាច់អស់ហើយបានន័យថាក្នុងយប់មិញហ្នឹងគឺខ្សែសីមារបស់គាត់ហ្នឹងដាច់រហូតទៅដល់3សរសៃបងប្អូនអរគ្នាគឺដាច់ច្រើនមែនទែនទាំងដែលថ្ងៃធម្មតាហ្នឹងខ្សែសីមារបស់គាត់ហ្នឹងគឺដាច់ម្ដងមួយសរសៃក្នុងមួយថ្ងៃមួយសរសៃឯងក្នុង24ម៉ោងគឺមួយសរសៃឯងតែក្នុងថ្ងៃហ្នឹងពេលដែលគាត់ក្រោកពីគេងមកគឺឃើញថាខ្សែសីមារបស់គាត់ដាច់រហូតទៅដល់3សរសៃអញ្ចឹងពេលហ្នឹងគឺគាត់ភ័យមែនទែនដោយសារតែថ្ងៃហ្នឹងគឺខ្សែសីមារបស់គាត់ដាច់រហូតដល់3សរសៃគឺច្រើនមែនទែនចឹងគឺគ្រាន់តែគាត់ឃើញបែបហ្នឹងភ្លាមគាត់ក៏ទាញទូរស័ព្ទមកតាក់ទងទៅគ្រូដែលនៅខាងខេត្តព្រះវិហារដែលគាត់ធ្លាប់ទៅរកលើកមុនហ្នឹងណាគាត់ក៏តាក់ទងទៅភ្លាមគាត់ក៏និយាយរឿងហេតុដែលគាត់យល់សពយល់អិលហ្នឹងប្រាប់ទៅគ្រូហ្នឹងហើយគ្រូម្នាក់ហ្នឹងគាត់ក៏ប្រាប់ទៅបងជេងថាគេកំពុងតែធ្វើអំពើមកលើបងជេងខ្លាំងមែនតើហើយអញ្ចឹងអត់អាចឲ្យបងជេងហ្នឹងនៅនឹងទៀតបានទេត្រូវតែចុះមកជួបគាត់នៅក្នុងថ្ងៃហ្នឹងតែម្ដងចឹងបងជេងគាត់តែនិយាយជាមួយនឹងគ្រូហើយអីហើយគាត់ក៏តាក់ទងទៅកន្លែងការងាររបស់គាត់ដើម្បីសុំច្បាប់គេរយៈពេល2ថ្ងៃទៀតចឹងណាហើយគាត់ក៏សុំដើម្បីឲ្យបងភុនហ្នឹងទៅជាមួយដែរឲ្យបានជាគ្នាអីចឹងទៅបងជេងបន្ទាប់ពីសុំច្បាប់កន្លែងការងាររបស់គាត់នឹងហើយគាត់ក៏រៀបចំកៅអៅរៀបចំឲ្យបានមួយចំនួនហើយក៏ចេញទៅខេត្តរបស់គាត់ដោយជិះឡានឈ្នួលណាហើយនៅពេលដែលគាត់កំពុងជិះឡានហ្នឹងគាត់តែងតែមើលទៅលើខ្សែសីមាដែលគ្រូគាត់បានចងឲ្យហ្នឹងគាត់មើលរហូតហ្មងហើយគាត់ឃើញថាខ្សែសីមាដែលនៅជាប់ដៃរបស់គាត់ហ្នឹងដៃខាងឆ្វេងរបស់គាត់ហ្នឹងចាប់ផ្ដើមតឹងខ្លាំងទៅរឹតដៃរបស់គាត់ឡើងក្រហមហ្មង
ហើយរត់ខ្លាំងទៅគឺធ្វើឲ្យគាត់ឈឺមែនទែនហើយប្រហែលនាទីក្រោយមកស្រាប់តែខ្សែសីមាដែលបងចេងកំពុងតែពាក់នៅដៃហ្នឹងអាសរសៃតូចរបស់វាហ្នឹងក៏ចាប់ផ្ដើមដាច់មួយខ្សែទៀតបងចេងគ្រាន់តែឃើញថាខ្សែសីមារបស់គាត់ហ្នឹងចាប់ផ្ដើមដាច់មួយសរសៃទៀតនឹងភ្លាមគាត់ក៏ព្យាយាមឲ្យឡានដែលគាត់ជួលហ្នឹងឲ្យជាលឿនណាដើម្បីឲ្យឆាប់ដល់ផ្ទះគ្រូហ្នឹងហើយអាពេលដែលដាច់ភ្លាមហ្នឹងខ្សែសីមារបស់គាត់ហ្នឹងចាប់ផ្ដើមធូរបន្តិចចឹងទៅហើយប្រហែលនាទីមកទៀតក៏ចាប់ផ្ដើមខ្សែសីមារបស់គាត់ហ្នឹងរត់ដៃរបស់គាត់ទៀតតឹងទៀតហើយធ្វើឲ្យគាត់ពិបាកមែនទែនហើយពេលហ្នឹងបងចេងគឺគាត់ពិបាកមែនទែនដោយសារតែខ្សែសីមារបស់គាត់ហ្នឹងមានអារម្មណ៍ថាក្តៅផងខ្សែសីមារបស់គាត់ដែលកំពុងតែពាក់ហ្នឹងមានអារម្មណ៍ថារត់ដៃរបស់គាត់កាន់តែតឹងទៅណាប្រហែលជាកន្លះម៉ោងជាងក្រោយមកស្រាប់តែខ្សែសីមារបស់គាត់ហ្នឹងវាដាច់មកសរសៃទៀតអាសរសៃនៅសល់តែ3សរសៃទូចហ្នឹងគឺដាច់មកសរសៃទៀតអញ្ចឹងឥឡូវហ្នឹងគឺខ្សែសីមាដែលបងចេងពាក់នៅដៃហ្នឹងសរសៃទូចគឺនៅសល់តែ2សរសៃទៀតទេអូអាពេលហ្នឹងគឺស្រាវមែនតើណាបងប្អូនអរគ្នាហើយពេលហ្នឹងបងចេងនិងបងផុនហ្នឹងលក្ខណៈថាគាត់អង្គុយនៅអាកាប៊ីនក្រោយគេប្រអស់ហ្មងជាប់នឹងកញ្ចក់ឡានខាងក្រោយអញ្ចឹងគាត់មានអារម្មណ៍ថាអាពេលគាត់ដាច់ខ្សែសីមាទី2នឹងភ្លាមគាត់ស្រាប់តែមានអារម្មណ៍ថាដូចនៅខាងក្រោយឡានរបស់គាត់ហ្នឹងមានអីមកគោះអាកញ្ចក់ខាងក្រោយហ្នឹងទាំងដែលពេលហ្នឹងឡានគឺកំពុងជិះលឿនមែនតើតែមានអារម្មណ៍ថាអាកញ្ចក់ខាងក្រោយរបស់គាត់ហ្នឹងដូចមានអីហោះមកបុកអាសំឡេងដែលដូចមានអីមកបុកអាកញ្ចក់ខាងក្រោយហ្នឹងមានអារម្មណ៍ថាវាលឺខ្លាំងមែនតើបុកលឺប៊ឹងចឹងហ្មងបងចេងគ្រាន់តែគាត់មានអារម្មណ៍នឹងភ្លាមគាត់ក៏ចាប់ផ្ដើមងាកទៅមើលខាងក្រោយហើយនៅពេលដែលគាត់ងាកទៅមើលខាងក្រោយហ្នឹងគឺគាត់ឃើញមានស្រមោលខ្មៅ3 4ខ្មៅលក្ខណៈដូចផ្សែងខ្មៅអញ្ចឹងហោះតាមពីក្រោយឡានហ្នឹងហោះបុកអាកញ្ចក់ខាងក្រោយហ្នឹងចូលបុកខ្លាំងទៅយកហ្មងកាន់តែព្រឺក្បាលទៀតគឺខ្សែដៃដែលគាត់កំពុងពាក់នឹងដៃខាងឆ្វេងរបស់គាត់ហ្នឹងអាខ្សែសីមាដែលសល់តែ2សរសៃហ្នឹងវាចាប់ផ្ដើមតឹងទៅវារៀបនឹងដាច់ទៀតបងប្អូនអរគ្នាហើយពេលហ្នឹងអាខ្សែដៃរបស់គាត់ដែលកំពុងតែពាក់នឹងដៃផងវាចាប់ផ្ដើមតឹងខ្លាំងទៅរៀបនឹងដាច់ហើយអាផ្សែងខ្មៅដែលកំពុងតែហោះក្រោយឡានកំពុងតែបុកកញ្ចក់ពីក្រោយហ្នឹងក៏វាបុកកាន់តែខ្លាំងទៅអញ្ចឹងប្រហែលនាទីក្រោយមកទៀតស្រាប់តែអាខ្សែសីមាដែលនៅដៃរបស់គាត់ហ្នឹងវាចាប់ផ្ដើមដាច់មកសរសៃទៀតអញ្ចឹងពេលហ្នឹងខ្សែសីមាដែលគាត់ពាក់នៅដៃហ្នឹងនៅតែមកសរសៃទៀតទេតែមកសរសៃនឹងដាច់ហើយគឺជីវិតរបស់បងចេងគឺចប់តែម្ដងនឹងពេលហ្នឹងគឺគាត់បខំឲ្យឡានដែលគាត់បានជួលមកហ្នឹងឡានហ្នឹងគឺគាត់ម៉ៅយកហ្មងអញ្ចឹងគឺគាត់បខំឲ្យឡានហ្នឹងព្យាយាមបើកធ្វើម៉េចឲ្យលឿនមែនទែននិយាយទៅបងចេងហ្នឹងគឺគាត់បខំឡានហ្នឹងឲ្យបើកឆាប់ដល់ផ្ទះគ្រូដែលត្រូវនឹងមើលគាត់ហ្នឹងតែម្ដងគាត់ឲ្យគ្រូមើលហ្នឹងណាព្យាយាមធ្វើម៉េចឲ្យជិះឲ្យឆាប់ដល់ពេលហ្នឹងគាត់គ្រាន់តែមកដល់ទីរួមខេត្តព្រះវិហារភ្លាមស្រាប់តែខ្សែដៃរបស់គាត់នឹងចាប់ផ្ដើមតឹងទៀតហើយបងប្អូនអរគ្នាគឺចាប់ផ្ដើមតឹងខ្លាំងទៅវារៀបនឹងដាច់ទៀតណាសំណាងអីបងប្អូនអរគ្នាពេលហ្នឹងបងចេងជាមួយនឹងបងផុនហ្នឹងហើយនឹងឡានដែលគាត់ជួលមកហ្នឹងស្រាប់តែមកដល់ខាងមុខផ្ទះរបស់គ្រូនឹងតែម្ដងគ្រាន់តែមកដល់មុខផ្ទះរបស់គ្រូនឹងភ្លាមគឺឃើញថាគ្រូម្នាក់ហ្នឹងគឺគាត់ឈរចាំបងចេងនៅខាងមុខផ្ទះរបស់គាត់ហ្នឹងហ្មងគ្រាន់តែបងចេងគាត់ឈានជើងចុះពីលើឡានហ្នឹងភ្លាមខ្សែសីមាហ្នឹងគឺដាច់ម៉ាត់នៅនឹងមុខគ្រូហ្នឹងតែម្ដងហើយគ្រូហ្នឹងគាត់ដូចដឹងមុនអញ្ចឹងលក្ខណៈថាគាត់បានយកអាដៃរបស់គាត់ហ្នឹងក្តាប់ហើយយកមកដាក់ជិតមាត់មើលទៅបែបជាគាត់កំពុងទៅសូត្រអីមួយយ៉ាងសូត្រហើយគ្រាន់តែខ្សែសីមាដែលបងចេងហ្នឹងគាត់កំពុងតែពាក់ដាច់ពីដៃរបស់គាត់ជ្រុះដល់ដីភ្លាមឃើញថាសមោខ្មៅនឹងហោះសំដៅមករកបងចេងយកហ្មងពេលហ្នឹងគុំតែបានគ្រូនឹងគាត់ជួយបាំងជួយអីទេកុំអីសមោខ្មៅមានទាំងអំពើមានទាំងខ្មោចតៃហោមានទាំងព្រាយមានទាំងអីហ្នឹងគឺចូលមកក្នុងខ្លួនបងចេងភ្លាមពេលហ្នឹងកុំអីគឺចូលភ្លាមហ្នឹងតែម្ដងគុំតែបានគ្រូនឹងគាត់ជួយខាំងជួយបាំងទេកុំអីគឺបងចេងគឺចប់នៅពេលហ្នឹងតែម្ដងបងចេងគាត់គ្រាន់តែមកដល់ផ្ទះគ្រូនឹងភ្លាមគាត់លើកដៃសំពះលើកអីគាត់អរគុណគ្រូហ្នឹងណាព្រោះបើសិនជាមិនបានគ្រូហ្នឹងទេវិញ្ញាណក៏ដូចជាអំពើទាំងអស់ហ្នឹងគឺចូលខ្លួនរបស់គាត់ហើយពេលហ្នឹងគឺគាត់ចប់ភ្លាមហ្នឹងតែម្ដងព្រោះគ្រូហ្នឹងគាត់ក៏បាននិយាយដែរ
លើកទី2ហ្នឹងគឺគេធ្វើមកសាហាវជាងមុនទៀតអញ្ចឹងបើសិនជាហ៊ានតែអំពើហ្នឹងចូលមកក្នុងខ្លួនបងជេងនឹងបានគឺគាត់អត់អាចជួយបាននេះបងជេងហ្នឹងគឺស្លាប់ 100% តែម្ដងនេះដោយសារតែពេលហ្នឹងភ្លាមហ្នឹងគឺគាត់នៅសល់ខ្សែសីមាមកសរសៃទៀតពេលហ្នឹងគ្រូម្នាក់ហ្នឹងគាត់បានសូត្រមុនគេថាគាត់ចប់ហើយគាត់បានខាំងទៅលើអំពើខាំងទៅលើវិញ្ញាណខ្មោចវិញ្ញាណព្រាយវិញ្ញាណខ្មោចតៃហោងអីហ្នឹងបានហើយកាន់តែពិសេសបងជ័យហ្នឹងគាត់ឈានជើងចូលតាន់ពេលដែលខ្សែសីមាហ្នឹងរៀបនឹងដាច់ហើយគាត់តែដាច់ភ្លាមជើងរបស់គាត់ហ្នឹងគឺចូលមកក្នុងលបងផ្ទះរបស់គ្រូនឹងភ្លាមអញ្ចឹងធម្មតាបងប្អូនអរគ្នាផ្ទះគ្រូមួយតាមលបងផ្ទះរបស់គាត់គឺសុទ្ធតែមានសីមាហើយអញ្ចឹងទាំងអំពើទាំងវិញ្ញាណខ្មោចវិញ្ញាណព្រាយអីផ្សេងគឺអត់អាចចូលមកបានទេអញ្ចឹងពេលហ្នឹងបងជេងគឺគាត់មួយចានទឹកម្ចាន់គោកណាពេលហ្នឹងគឺ50ហើយពេលហ្នឹងបើសិនជាយឺតតែមួយពេលគឺបងជេងចំមកជីវិតរបស់គាត់ពេលហ្នឹងគឺប្រកាសជាស្លាប់តែម្ដងហើយគាត់តែឃើញបងជេងភ្លាមគ្រូម្នាក់ហ្នឹងគាត់ចាប់ផ្ដើមរាប់ដៃរាប់ជើងរបស់គាត់គាត់ម៉ាក់គាត់ទាយអីចឹងណាហើយកំឡុងពេលដែលគាត់រាប់ដៃរាប់ជើងអីគាត់ហើយហ្នឹងគាត់ស្រាប់តែញញឹមហើយគាត់ចាប់ផ្ដើមសើចមើលទៅគ្រូនឹងគាត់សប្បាយចិត្តមែនតើបងប្អូនទាំងគ្នាដឹងមែនទេថ្ងៃហ្នឹងហើយគឺជាថ្ងៃដែលដល់ពេលវេលាគ្រូកំណើតរបស់បងជេងហ្នឹងគាត់ឃុំគ្រងលើបងជេងបានពេញលេញចឹងថ្ងៃហ្នឹងគឺពិសេសមែនតើថ្ងៃហ្នឹងហើយដែលជាថ្ងៃដែលបងជេងតឹងរងចាំថ្ងៃដែលបងជេងគាត់ចាំនឹងជួយវិញ្ញាណម្ដាយរបស់គាត់ដែលគ្រូអំពើដែលធ្វើមកលើគាត់ហ្នឹងចាប់ម្ដាយរបស់គាត់យកទៅឃុំអីហ្នឹងណាគឺថ្ងៃហ្នឹងហើយគឺពិសេសមែនតើចឹងគាត់តែដឹងចឹងភ្លាមបងជេងក៏សប្បាយចិត្តគ្រូម្នាក់ហ្នឹងក៏សប្បាយចិត្តដែរចឹងពេលហ្នឹងគឺគាត់អត់ចាំយូរទេគាត់ក៏រៀបចំធ្វើពិធីចឹងទៅដោយពេលហ្នឹងគឺអត់ឲ្យបងផុនហ្នឹងចូលមកធ្វើពិធីជាមួយទេដោយសារតែបងផុនហ្នឹងគឺគាត់អត់មានអីពាក់ព័ន្ធអត់មានអីត្រូវមកធ្វើពិធីជាមួយទេអញ្ចឹងឲ្យគាត់ហ្នឹងនៅចាំនៅខាងក្រៅបន្ទប់ដោយបងជេងជាមួយនឹងគ្រូម្នាក់ហ្នឹងគាត់ចូលទៅក្នុងបន្ទប់ដើម្បីធ្វើពិធីអីរបស់គាត់ចឹងទៅហើយនៅពេលដែលចូលក្នុងបន្ទប់ទៅបិទទ្វារបិទអីទៅគាត់ក៏ចាប់ផ្ដើមធ្វើពិធីជាមួយនឹងបងជេងហ្នឹងចឹងទៅហើយចាប់ផ្ដើមសូត្រគាថាពាត់សីមាពាត់អីប្រោះព្រំទៅលើបងជេងនិយាយទៅគេធ្វើពិធីរំដោះអំពើទៅលើនឹងបងជេងហ្នឹងហ្មងណាហើយអាពេលដែលគាត់កំពុងតែធ្វើអំពើហ្នឹងគោលន់មេឃចាប់ផ្ដើមសទុំងងឹតខ្លាំងហ្មងហើយភ្លៀងក៏ចាប់ផ្ដើមបង្អុលចុះមកភ្លៀងខ្លាំងយកហ្មងពិធីហ្នឹងក៏ចាប់ផ្ដើមប្រព្រឹត្តទៅជាធម្មតាហើយរហូតដល់ជិតចប់ស្រាប់តែឃើញគ្រូម្នាក់ហ្នឹងគាត់ក្រោកឈរមកគាត់ទន្ទ្រាំជើងរបស់គាត់ហ្នឹងទៅលើក្តារផ្ទះរបស់គាត់3ដងគន្ទ្រាំឡើងអង្គើផ្ទះអស់ហ្មងឡើងទ្រាំឡើងទឹងយកហ្មងហើយអាពេលដែលសំឡេងដែលគ្រូគាត់ទន្ទ្រាំជើងហ្នឹងចប់ភ្លាមទ្វារដែលបានបិទហ្នឹងគឺវាបានបើកមកវាលបើកឯងយកហ្មងហើយគាត់តែទ្វារហ្នឹងបើកលបើកមកឯងភ្លាមគាត់ក៏សម្លឹងមើលទៅក្រៅគឺឃើញថាផ្សែងខ្មៅ3 4ហ្នឹងគឺវាហោះចូលមកបានចូលមកផ្ទះរបស់គាត់នឹងបានណាគ្រូនឹងគឺគាត់ឆ្ងល់មែនទែនពិធីគាត់បានធ្វើចប់ហើយហេតុអីក៏សមោខ្មៅនឹងនៅទៅហោះចូលមកបានទៀតគាត់ក៏ចាប់ផ្ដើមយកដៃរបស់គាត់នឹងក្តាប់ហើយសូត្រមុនគាថារបស់គាត់ចឹងណាហើយបងប្អូនអរគ្នានឹងមិនអត់អាសមោខ្មៅនឹងវាមិនសំដៅមករកបងជេងទេគឺវាសំដៅទៅរកបងផុនហើយអាបងផុនម្នាក់ហ្នឹងគាត់តែឃើញសមោខ្មៅនឹងហោះដេញតាមគាត់ភ្លាមគាត់ចាប់ផ្ដើមរត់ចុះពីផ្ទះនឹងរត់ឡើងពេញនឹងយកហ្មងហើយឃើញថាសមោខ្មៅនឹងចូលទៅក្នុងខ្លួនរបស់បងផុននឹងម្ដងមួយរហូតដល់អស់ហ្មងមានរហូតដល់5អាផ្សែងខ្មៅសមោហ្នឹងចូលទៅក្នុងខ្លួនរបស់បងផុននឹងរហូតដល់5គាត់តែឃើញអញ្ចឹងភ្លាមបងជ័យនឹងគឺគាត់ស្រឡាំងកាំងមែនតើគាត់អត់ដឹងថាមានរឿងអីកើតឡើងគាត់តែឃើញសមោខ្មៅនឹងចូលទៅក្នុងខ្លួនរបស់បងផុននឹងបានមកសន្ទុះគឺឃើញថាបងផុននឹងចាប់ផ្ដើមបកាច់នៅខាងមុខផ្ទះរបស់គ្រូនឹងតែម្ដងចាប់ផ្ដើមបកាច់ចាប់ផ្ដើមមានឈាមមានអីចេញពីភ្នែកមកចេញពីមាត់គឺឃើញមានសត្វមានអីចេញពីក្នុងខ្លួនរបស់គាត់ទៀតមានក្អែបមានខ្យាដំរីចេញពីក្នុងខ្លួនរបស់គាត់អូបងប្អូនអរគ្នាត្រង់ចំណុចហ្នឹងគឺសាហាវមែនតើហើយគ្រូម្នាក់ហ្នឹងគាត់តែឃើញទស្សនវិជ្ជាអញ្ចឹងភ្លាមគឺគាត់ដឹងសាច់រឿងតែម្ដងគឺគាត់បានដឹងថាអំពើគ្រប់យ៉ាងទាំងអស់តាំងពីដើមមកហ្នឹង
គឺបងផុននឹងឯងជាអ្នកធ្វើមកកាន់បងជេងគ្រូម្នាក់នឹងគាត់ក៏ប្រាប់ទៅបងជេងថាអំពើទាំងអស់ហ្នឹងគឺវាឡងទៅអ្នកដែលឲ្យគេធ្វើហើយគឺបងផុននឹងឯងទាំងគ្រប់យ៉ាងតាំងពីដើមមកគឺបងផុននឹងឯងជាអ្នកធ្វើអំពើមកលើបងជេងគឺប្រាប់ទៅបងជេងនឹងភ្លាមបងជេងគឺគាត់ស្រឡាញ់កាំងមែនតើគាត់នឹកស្មានអត់ដល់គាត់គិតមិនដល់ថាមិត្តភក្តិរបស់គាត់នឹងធ្វើអញ្ចឹងដាក់គាត់ហើយគ្រូម្នាក់ហ្នឹងគាត់ក៏និយាយប្រាប់ទៅបងជេងទៀតថាអំពើកាលណាដែលអ្នកដែលជួលគ្រូឲ្យធ្វើហ្នឹងបើវាមិនឡងទៅគ្រូនឹងវិញទេវានឹងឡងទៅអ្នកដែលជួលគ្រូនឹងឲ្យធ្វើនឹងឯងហើយពេលហ្នឹងបងជេងបងប្អូនអរគ្នាគាត់យំក៏យំមិនចេញគាត់ធ្វើមិនក៏លក្ខណៈថាគាត់គាំងនៅមួយកន្លែងគាត់សក់នៅមួយកន្លែងយំហ្មងគាត់នឹកស្មានអត់ដល់គាត់ហួសចិត្តខ្លាំងមែនតើហ្មងគាត់នឹកស្មានមិនដល់ថាមិត្តភក្តិរបស់គាត់ធ្វើអញ្ចឹងដាក់គាត់ទាំងដែលមិត្តភក្តិស្គាល់គ្នាតាំងពីទូចទាំងដែលមិត្តភក្តិរបស់គាត់នឹងទៅធ្វើការមួយគ្នាដេកមួយគ្នាបាយទឹកអីមួយគ្នាហើយអាប៉ែហ្នឹងបងប្អូនអរគ្នាតាមដែលខ្ញុំអានសាច់រឿងមកគឺគាត់ប្រកែសម្ដែងមែនតើបងប្អូនទាំងអស់គ្នាស្ដាប់តាំងពីដើមមកគឺដឹងហើយថាអាប៉ែហ្នឹងវាប្រកែសម្ដែងខ្លាំងប៉ុណ្ណាវាធ្វើធម្មតាដូចអត់មានរឿងអីកើតឡើងចឹងតាំងពីពេលដែលម្ដាយរបស់បងជ័យនឹងគាត់ស្លាប់គឺអាបងប្អូននឹងវាធ្វើដូចធម្មតាធ្វើដូចអត់មានរឿងអីកើតឡើងអាបងប្អូននឹងគឺប្រកែសម្ដែងមែនតើហើយបងជ័យគាត់ក៏គិតអត់ដល់ថាមិត្តភក្តិរបស់គាត់នឹងខឹងគាត់រឿងអីបានរហូតដល់ធ្វើអំពើចង់សម្លាប់គាត់តែសម្លាប់គាត់មិនបានអ្នកដែលរងគ្រោះហ្នឹងគឺទៅជាម៉ាក់របស់គាត់ហើយគាត់នេះគាត់រៀបនឹងរងគ្រោះដោយសារតែអំពើដែលអាបងផុននឹងធ្វើមកហើយតែបានគ្រូនេះគាត់ជួយទាន់អញ្ចឹងអាចម្ងល់ដែលគាត់ឆ្ងល់ហ្នឹងគឺគាត់ឆ្ងល់មកទល់នឹងសប្តាហ៍ថ្ងៃហ្នឹងហ្មងតែនេះបើសិនជាតាមខ្ញុំគិតខ្ញុំប៉ាន់ស្មានខ្ញុំគិតថាអាបងផុនហ្នឹងវាចំណែនជាមួយនឹងបងជេងដែលបងជេងហ្នឹងគឺនៅពេលដែលគាត់ធ្វើការល្អទៅខាងក្រុមហ៊ុនដែលពួកគាត់ធ្វើការមួយគ្នាហ្នឹងបានលើកតែបងជេងលើកឲ្យបងជេងធ្វើប្រធានគ្រប់គ្រងអីចឹងទៅនេះតាមខ្ញុំប៉ាន់ស្មានទេណាមិនដឹងថារឿងមែនតើថាមានរឿងអីទេដោយសារតែគាត់ក៏អត់បានបញ្ជាក់មកដែរគាត់ប្រាប់តែសាច់រឿងតែប៉ុណ្្នឹងមកទេអញ្ចឹងពេលហ្នឹងគាត់ក៏អត់ទុកយូរដែរគាត់ក៏តាក់ទងទៅម្ដាយរបស់អាបងផុនហ្នឹងឲ្យគេមកមើលកូនមើលអីគេចឹងទៅហើយគាត់ទៅឪពុកម្ដាយរបស់អាបងផុននឹងមកដល់ភ្លាមគេក៏មើលទៅកូនរបស់គេមើលទៅឃើញថាបងផុនម្នាក់ហ្នឹងគឺគាត់ស្លាប់បាត់ហើយដោយសារតែអំពើដោយសារតែអីហ្នឹងគឺចូលក្នុងខ្លួនរបស់គាត់ទៅស៊ីគ្រឿងក្នុងស៊ីអីរបស់គាត់អស់ហើយណាហើយពេលហ្នឹងក៏ប្រកែកគ្នាដែរម្ដាយឪពុករបស់បងផុនហ្នឹងណាគាត់ប្រកែកជាមួយនឹងបងជេងផងប្រកែកជាមួយនឹងគ្រូហ្នឹងផងឃើញអញ្ចឹងហើយមិនក៏មិនជួយទាំងខ្លួនឯងជាគ្រូគាត់លក្ខណៈថាស្ដីឲ្យទៅកាន់គ្រូដែលជួយបងជេងហ្នឹងតែគ្រូហ្នឹងគាត់និយាយថាអំពើហ្នឹងបើសិនជាវាឡងហើយគ្រូណាក៏អត់អាចជួយបានដែរអញ្ចឹងពេលហ្នឹងគឺគាត់អត់អាចជួយបានទេគាត់ក៏បដ ாய் ទៅតាមព្រេងវាសនាអញ្ចឹងទៅគាត់គិតថាចង់នឹងជួយដែរតែសមត្ថភាពរបស់គាត់អត់ដល់អញ្ចឹងគាត់ក៏និយាយទៅកាន់ម្ដាយឪពុករបស់បងផុននឹងវិញអញ្ចឹងទៅហើយឪពុកម្ដាយរបស់អាបងផុនហ្នឹងគេក៏យកសាកសពរបស់កូនគេហ្នឹងទៅធ្វើបុណ្យធ្វើអីតាមប្រពៃណីអញ្ចឹងទៅហើយតាំងពីពេលហ្នឹងមកបងជ័យហ្នឹងក៏លែងមានរឿងអីកើតឡើងលើគាត់ហើយនៅពេលដែលគាត់គេងគាត់អីទៅគឺគាត់លែងឃើញវិញ្ញាណម្ដាយរបស់គាត់ហ្នឹងដូចមុនលែងមានភ្លើងឆេះលែងមានអីដូចមុនលែងគាត់ស្រែកហៅឲ្យជួយគឺគាត់តែឃើញថាម្ដាយរបស់គាត់ហ្នឹងគឺក្នុងសភាពមួយគឺស្អាតមានសម្លៀកបំពាក់ស្អាតហើយវិញ្ញាណរបស់ម្ដាយបងជេងហ្នឹងគាត់ក៏បានលាបងជេងលាអីចឹងបានន័យថាគាត់ហ្នឹងគឺគាត់រៀបទៅនឹងទៅចាប់ជាតិថ្មីហើយដោយសារតែគាត់បានជួយរំដោះវិញ្ញាណរបស់ម្ដាយរបស់គាត់ហ្នឹងម៉ាក់របស់គាត់ហ្នឹងបងជេងហើយបងជេងបន្ទាប់ពីគាត់បញ្ចប់ការងាររបស់គាត់ដែលធ្វើហើយនឹងហើយគាត់ក៏ឡើងមកខាងខេត្តបាត់ដំបងមកប្រើជីវិតការងាររបស់គាត់តាមបែបធម្មតាអញ្ចឹងទៅរហូតដល់ប្រហែលឆ្នាំក្រោយមកគាត់ក៏មានគ្រួសារមានអីរស់នៅមានសុភមង្គលមែនតើអញ្ចឹងនៅក្នុងអេពីសូតនេះគឺរឿងសាហាវមែនតើនឹកស្មានអត់ដល់តែម្ដងណាដោយសារតែបងប្អូនអរគ្នាសាកសម័យមើលទៅមិត្តភ័ក្តិស្គាល់គ្នាតាំងពីទូចរត់លេងមួយគ្នាតាំងពីការនៅក្មេងនៅរៀនបឋមរៀនអនុវិទ្យាល័យរហូតទៅដល់ទៅធ្វើការធ្វើងារអីហើយក៏ដេកជាមួយគ្នានៅមួយគ្នាអីទៀតណានឹកស្មានអត់ដល់ថា
អាបងផុនហ្នឹងវាធ្វើអញ្ចឹងដាក់បងជេងនេះបើតាមខ្ញុំប៉ាន់ស្មានគិតថាអាបងផុនហ្នឹងវាចំណែនមួយបងជេងដែលបងជេងឡើងខ្ពស់ជាងអីចឹងណានៅយូរទៅនៅតែធ្វើជាកូនចៅរបស់បងជេងនឹងដដែលហើយរហូតដល់ធ្វើអំពើទៅអំពើហ្នឹងមិនទាន់ចូលបងជេងភ្លាមទេដោយសារតែបងជេងហ្នឹងគាត់មានឫស្សីខ្ពស់ហើយនៅពេលដែលបងជេងគាត់មានឫស្សីខ្ពស់អញ្ចឹងអំពើហ្នឹងគឺឡងទៅម្ដាយរបស់គាត់រហូតដល់ម្ដាយបងជេងហ្នឹងគាត់ទៅជាស្លាប់ទៅជាអីចឹងទៅហើយរហូតក្រោយមកអាបងផុនមួយហ្នឹងវានៅតែព្យាយាមធ្វើម៉េចឲ្យបងជេងស្លាប់ឲ្យបានយកហ្មងវាព្យាយាមទៅជួលគ្រូហ្នឹងមិនដឹងថាអស់លុយប្រហែលទេគ្រូហ្នឹងគឺព្យាយាមមែនតើប្រឹងបុកទាំងអំពើបុកទាំងវិញ្ញាណខ្មោចព្រាយវិសាចខ្មោចតៃហោងអីផ្សេងហ្នឹងដើម្បីមកធ្វើហ្នឹងគឺធ្វើឲ្យបងជេងស្លាប់តែម្ដងហើយពេលហ្នឹងបងជេងបើសិនជាមិនបានគ្រូនឹងជួយទេគឺគាត់ស្លាប់ហើយពេលហ្នឹងស្ទើរតែអំពើដែលអាបងផុនហ្នឹងវាជួលគ្រូឲ្យដាក់ហ្នឹងគឺចង់សម្លាប់បងជេងតែម្ដងតែគ្រូនឹងជួយមិនទាន់បងជេងហ្នឹង 100% គឺគាត់ស្លាប់ហើយពួកអំពើហ្នឹងគឺខ្លាំងមែនតើទាំងព្រាយទាំងមុនខ្មៅអំពើអីផ្សេងមកគឺមកសម្លាប់បងជេងនឹងយកហ្មងលក្ខណៈថាគ្រូនឹងគេប្រើអស់ហ្មងគេប្រើ alti គេប្រើ last skill នឹងយកហ្មងគឺមកនឹងសម្ដៅគឺសម្លាប់បងជេងតែម្ដងមិនដឹងថាបងផុននឹងវាជួលលុយគ្រូនឹងអស់ប្រហែលទេទើបគ្រូនឹងខំប្រឹងម៉េះអញ្ចឹងហើយរហូតដល់ចុងក្រោយអំពើដែលអាបងផុនវាធ្វើមកកាន់បងជេងហ្នឹងគឺឡងទៅកាន់គាត់វិញរហូតដល់គាត់ស្លាប់ក្នុងសភាពមួយគឺពិបាកមែនតើមានសัตว์ចេញមកតាមភ្នែកចេញតាមត្រចៀកចេញតាមមាត់ចេញតាមគ្រប់រុនហ្មងមានទាំងឈាមមានទាំងអីលាយឡំមកទៀតសភាពស្លាប់របស់គាត់ហ្នឹងគឺអាណោចអាធំខ្លាំងមែនតើហើយចុងក្រោយបងជេងហ្នឹងគាត់ក៏និយាយផងដែរថាបើសិនជាយើងជាមិត្តភក្តិពិតមែនណានៅពេលដែលយើងទាស់ចិត្តគ្នាយើងឆ្លោះគ្នាយើងខ្នក់ចិត្តនឹងគ្នារឿងអីមួយយើងគួរតែនិយាយគ្នាត្រង់ដោយសារតែតាមដែលមិត្តភាពរបស់គាត់ហ្នឹងគឺមិនមែនធម្មតាទេស្គាល់គ្នាតាំងពីក្មេងរស់នៅរត់លេងមួយគ្នារៀនសាលាមួយគ្នាទៅធ្វើការមួយគ្នារហូតដល់រស់នៅក្នុងបន្ទប់ជាមួយគ្នាបាយទឹកឆ្នាំងតែមួយទៀតអញ្ចឹងបើសិនជាមានរឿងអីយើងនិយាយគ្នាទៅកុំលាក់កុំបៀមទុកម្នាក់ឯងព្រោះកាលណាដែលយើងបៀមទុកម្នាក់ឯងយូរទៅវាកាន់តែច្រើនទៅនៅក្នុងចិត្តរបស់យើងនៅក្នុងខ្លួនរបស់យើងអញ្ចឹងវាធ្វើឲ្យអាគំនុំគុំគួនផ្សេងហ្នឹងវាចេះតែកើតមានអញ្ចឹងធ្វើឲ្យមានបញ្ហាដូចពួកគាត់ទាំងពីរហ្នឹងអញ្ចឹងនៅពេលដែលឆ្លោះគ្នាឬក៏មានការខ្នក់ចិត្តខ្នក់អីកុំបៀមទុកអីកុំឲ្យយើងយកទៅគិតតែម្នាក់ឯងរហូតដល់គិតគំនិតអីវាមិនល្អអញ្ចឹងទៅរហូតដល់មានបញ្ហាអញ្ចឹងហើយពិបាកទាំងខ្លួនឯងពិបាកទាំងមិត្តភ័ក្តិរបស់យើងទៀតអញ្ចឹងនៅពេលដែលយើងមានរឿងអីគឺយើងនិយាយគ្នាតាមសម្រួលទៅចឹងនៅក្នុងអេពីសូតនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តហើយនៅតែបន្តជួយគាំទ្រមកដល់កម្មវិធីរបស់ខ្ញុំហើយសម្រាប់ពុកម៉ែបងប្អូនប្រិយមិត្តចង់ធ្វើការចែកម្លែកសាច់រឿងគឺអាចចែកម្លែកមកតាម Telegram របស់ខ្ញុំបានខ្ញុំដាក់នៅខាងក្រោម description គាត់ទៅចុចទៅគឺឃើញថាមាន link មួយហ្នឹងគឺ link Telegram របស់ខ្ញុំហើយអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាចុចចូលមកក្នុងហ្នឹងមកគឺមកដល់ Telegram របស់ខ្ញុំហើយធ្វើការចែកម្លែកសាច់រឿងទៅតែបើសិនជាសម្រាប់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាចង់ធ្វើការចែកម្លែកដោយមិនចង់ចុចទៅលើ description ទេបងប្អូនទាំងអស់គ្នាមើលទៅលើវីដេអូហ្នឹងទៅគឺខ្ញុំបានដាក់QR code Telegram របស់ខ្ញុំហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នា scan ទៅលើហ្នឹងទៅគឺចូលមកកាន់ Telegram របស់ខ្ញុំដូចគ្នាហើយជាចុងក្រោយ complete ចុច like ចុច subscribe ម្នាក់មួយដាក់រូបកណ្ដឹងម្នាក់មួយទៅហើយអាច comment លេងនៅក្នុងវីដេអូនេះបានហើយយើង comment ទៅមានទាស់ខុសអីត្រង់ណាបងប្អូនអរគ្នាជួយណែនាំទៅដើម្បីខ្ញុំនឹងកែសម្រួលនៅកំហុសផ្សេងដើម្បីងាយស្រួលការនិយាយរបស់ខ្ញុំទៅឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នាយើងងាយស្រួលស្ដាប់ចឹងទៅកុំឲ្យមានចំណុចខ្លះមានខុសត្រង់ណាអីត្រង់ណាអញ្ចឹងបងប្អូនទាំងអស់គ្នា comment ប្រាប់ទៅយើងខុសត្រង់ណាអីត្រង់ណាខ្ញុំនឹងកែសម្រួលតាមហ្នឹងដើម្បីវីដេអូក្រោយៗទៀតវាកាន់តែល្អអញ្ចឹងណាហើយពិតជាអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដានគាំទ្រនិងធ្វើការចែកម្លែកសាច់រឿងផ្សេងមកកាន់កម្មវិធីរបស់ខ្ញុំហើយទាំងអស់នេះហើយគឺសុទ្ធតែជាកម្លាំងចិត្តដែលបងប្អូនទាំងអស់គ្នាផ្ដល់មកកាន់ខ្ញុំចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែបន្តគាំទ្រមកដល់កម្មវិធីរបស់ខ្ញុំបន្តទៀតហើយយើងនឹងដើរឆ្ពោះទៅកាន់ 100k subscriber ទាំងអស់គ្នា
អញ្ចឹងជាចុងក្រោយពីខ្ញុំ admin កម្មវិធីម៉ោង 12:00 នាទីយប់សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខនិងសេចក្តីចម្រើនរកទទួលទានមានបានទៅណាមកណាជួបតែសុខសុវត្ថិភាពទាំងអស់គ្នាពីខ្ញុំ admin កម្មវិធីម៉ោង 12:00 នាទីយប់ជម្រាបលាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅអេពីសូតក្រោយ